ไม่เปรียบนั่นเนี่ยđã bật bông trầu bật nữa này mình nha tới rồi chẳng ở lò đã tới đợt màu pi nữa Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
bông mình đi khửចិត្តបងអើយមើលមុខអូនហើយចិត្តបងក្រៀមក្រំចិត្តអូនធម្មតាបងស្ទើរស្រែកយំបងនឹងរូបមុំរូបជុំតែកាស្រឡាញ់តែអូនចាញ់បងឈឺកន្លងមូលអងសប្បាយអូនអើយអើយអូននៅចិត្តតែឆ្ងាយតើស្រងឆោមឆាយយល់ពីងនាងទេចិត្តស្រីមិនជុំបងបែកមាសមុំចិត្តអាណិតពេកបងលីមាសខ្លួនមិនមែនសំទេបើបងតស្នេហ៍មានតែទនកម្មចិត្តស្រីមិនជុំបងបែកមាសមុំចិត្តអាណិតពេកបងលីមាសស្ងួនមិនមែនសំទេបើបងតស្នេហ៍មានតែអូនកម្មទៀតណានេះពាំងណា
មឡាញ់ប៉ាអាកូនរស់ររបៀបណាសូមគុំហាងហាងយុទ្ធកើតទេខ្មៅខ្លាយជាសស្លាប់ក៏បាសុខយោសាងសង់គុំល្អឲ្យកូនប្រុសស្រីនៃសុខនៃកូនជាញើសឈាមចិត្តនេះមានក្តីប្រាថ្នាឲ្យកូនថ្លៃថ្លាជីវិតអត់ទេជាបឋមខ្ញុំកម្មវិស្នាសូមគ្រប់បងប្អូនលោកតាលោកយាយគ្រប់មួយទាំងអស់ជាពិសេសគឺបងប្អូនដែលកំពុងតែតាមដានស្ដាប់កម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតាមវិទ្យុទាំងពីរដែលយើងកំពុងតែផ្សាយផ្ទាល់នៅពេលនេះថ្ងៃនេះខ្ញុំចង់និយាយប្រាប់បងប្អូនជាមូលដ្ឋានក្នុងការគិតត្រេះរិះពិចារណាដើម្បីបង្កើនសមត្ថភាពក្នុងការវែកញែកឲ្យបងប្អូនសួរថាតើមនុស្សសម្រាប់ថារឿងនេះខុសរឿងនេះត្រូវតើផ្អែកទៅលើអ្វីសប្តាហ៍ថ្ងៃប្រជាប្រដ្ឋយើងមានគំនិតគិតខុសច្រើនណាស់គាត់ថាអ្វីដែលគាត់ផ្អែកថាអ្វីខុសឬអ្វីត្រូវគាត់ផ្អែកទៅលើថានេះគឺជាប្រពៃណីទំនៀមទម្លាប់របស់យើងពីយូរមកហើយគឺយើងមិនបាច់ត្រូវពិចារណាគិតផ្លាស់ប្ដូរអ្វីទេនេះគឺជាពាក្យព្រានប្រដៅប្រាប់ដាស់តឿនរបស់ឪពុកម្ដាយក
គាត់និយាយថាឪពុកម្ដាយមិនចង់ឲ្យយើងអាក្រក់ទេដូច្នេះពេលឪពុកម្ដាយប្រាប់ថាម៉េចគឺត្រូវធ្វើអញ្ចឹងទៅនេះសបញ្ជាក់ឲ្យឃើញថារឿងខុសរឿងត្រូវគឺគាត់កាត់ថានេះគឺជាពាក្យរបស់ឪពុកម្ដាយគឺត្រូវតែយកតែហ្មងសួរថាតើគំនិតទស្សនៈបែបហ្នឹងការយល់ឬការប្រកាន់បែបហ្នឹងវាត្រឹមត្រូវឬអត់អ្នកខ្លះទៅទៀតគេនិយាយថានេះគឺជាពាក្យរបស់អ្នកប្រាជ្ញពាក្យរបស់បណ្ឌិតពាក្យរបស់អ្នកចេះដឹងដូច្នេះគឺយើងត្រូវតែយកតាមសួរថាតើគំនិតទស្សនៈបែបហ្នឹងវាគឺជាទស្សនៈឬគំនិតដែលត្រឹមត្រូវឬអត់ក្នុងការវែកញែកដើម្បីទទួលយកថារឿងនេះវាត្រឹមត្រូវរឿងនោះមិនត្រឹមត្រូវតើឈរលើមូលដ្ឋានអ្វីព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងជាបុគ្គលដែលត្រាស់ដឹងតែមួយគត់ក្នុងលោកសូម្បីតែលោកជាអ្នកត្រាស់ដឹងផងលោកមិនដែលនិយាយទៅកាន់មនុស្សទាំងអស់ដែលជួបប្រស្រ័យទាក់ទងជាមួយនឹងលោកថាសូមទទួលយកតាមពាក្យរបស់តថាគតទៅពីព្រោះពាក្យរបស់តថាគតនេះគឺជាពាក្យរបស់បុគ្គលត្រាស់ដឹងនោះឡើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាណែតថាគតហៅអ្នកទាំងអស់គ្នាចូលមកជួបតថាគតនៅពេលនេះមិនមែនឲ្យអ្នកទាំងអស់គ្នាជឿតាមទទួលយកពាក្យរបស់តថាគតឡើយក៏ប៉ុន្តែតថាគតហៅអ្នកមកស្ដាប់មកគិតមកត្រេះរិះពិចារណាថាអ្វីដែលតថាគតកំពុងតែនិយាយនឹងវាមានហេតុមានផលអាចឲ្យអ្នកគិតឃើញរួចហើយទទួលយកបានដែរឬទេបើអ្នកមានការសង្ស័យត្រង់ចំណុចណាសូមអ្នកសួរពីព្រោះការបញ្យលរបស់តថាគតមិនត្រូវទុកឲ្យមានសង្ស័យឡើយតថាគតបង្រៀនអ្នកឲ្យកើតសទ្ធាឲ្យកើតសេចក្តីជ្រះថ្លាមានន័យថាអ្នកស្ដាប់អ្នកគិតអ្នកត្រេះរិះអ្នកពិចារណាឃើញថារឿងហ្នឹងអញ្ចឹងមែនសួរថាទាំងអស់គ្នាក្នុងโลกនេះសម្រាប់ចិត្តថារឿងនេះវាត្រឹមត្រូវរឿងនោះវាមិនត្រឹមត្រូវរឿងនោះគួរទទួលយកឬរឿងនោះមិនគួរទទួលយកតើយើងឈរលើមូលដ្ឋានអ្វីដូចខ្ញុំនិយាយខាងដើមអញ្ចឹងតើឈរលើមូលដ្ឋានថានេះគឺជាប្រពៃណីរបស់យើងនេះគឺជាទំនៀមទម្លាប់របស់យើងនេះគឺជាពាក្យរបស់ឪពុកម្ដាយរបស់យើងគាត់ស្រឡាញ់យើងគាត់ចង់ឲ្យយើងល្អយើងត្រូវតែទទួលយកឬក៏យើងនិយាយថានេះគឺជាពាក្យរបស់អ្នកប្រាជ្ញអ្នកបណ្ឌិតគេចេះគេដឹងគេរៀនបានសញ្ញាបត្រធំគេប្រាប់យើងអញ្ចឹងយើងត្រូវតែទទួលយកចុះព្រះសម្មាសម្ពុទ្ធដែលជាបុគ្គលត្រាស់ដឹងតែមួយក្នុងលោកប្រាប់ថាតថាគតហៅអ្នកនេះមិនមែនឲ្យអ្នកមកទទួលជឿតថាគតទទួលយកពាក្យតថាគតឡើយតថាគតគ្រាន់តែហៅអ្នកមកស្ដាប់មកគិតមកត្រេះរិះពិចារណាថាតើអ្វីដែលតថាគតអូសតម្រុយអ្នកគិតឃើញដោយតថាគតដែរឬទេបើអ្នកមានមន្ទិលសង្ស័យក្នុងចិត្តរបស់អ្នកមិនច្បាស់ត្រង់ចំណុចណាសូមអ្នកសួរដើម្បីឲ្យអ្នកកើតសទ្ធាជ្រះថ្លាមានន័យថាអ្នកគិតទៅឃើញថារឿងហ្នឹងវាអញ្ចឹងមែនអ្នកមានសទ្ធាជ្រះថ្លាក្នុងរឿងហ្នឹងដើម្បីឲ្យបងប្អូនមានមូលដ្ឋានក្នុងការសម្រេចចិត្តថារឿងមួយខុសរឿងមួយត្រូវដើម្បីជាតម្រុយឲ្យបងប្អូនមានសទ្ធាជ្រះថ្លាមានទំនុកចិត្តក្នុងការសម្រេចថារឿងមួយខុសឬត្រូវខ្ញុំសូមទាញអារម្មណ៍របស់បងប្អូនទៅដល់អតីតកាលយូរលង់នៃកំណើតមនុស្សសួរថាតើកាលមនុស្សកើតឯក្នុងព្រៃទើបតែកើតមកមិនទាន់ចេះស្លៀកខោស្លៀកអាវតើមនុស្សដឹងថាអាម៉េចខុសអាម៉េចត្រូវដែរឬទេតើអ្នកណាទៅប្រាប់មនុស្សនឹងថាអញចេះខុសហើយអញចោះត្រូវហើយមនុស្សកាលពីជំនាន់នោះបងប្អូនយកគ្មានសល់ទេម៉ែឯងក៏យកបងប្អូនឯងបកើតក៏យករបស់គេក៏យកតែវាយទៅដើមបានគឺយកដល់ពេលឆ្លងកាត់រាប់ពាន់ឆ្នាំមកមនុស្សចេះតែគិតត្រេះរិះពិចារណាទៅមនុស្សមានអារម្មណ៍ថាស្លៀកពាក់បានត្រឹមត្រូវស្រាតមិនតំណងទេបិទបាំងគេភេទនឹងបានវាត្រឹមត្រូវសួរថាពីណាមកប្រាប់អ្នកប្រាជ្ញបណ្ឌិតមួយណាមកប្រាប់យើងមនុស្សវាមានមនសិការវាមាន common sense អង់គ្លេសថា common sense វាមានមនសិការនៅក្នុងខួរក្បាលរបស់យើងគិតត្រេះរិះពិចារណាទៅគឺថាវាសមហេតុសមផលអាចទទួលយកបានក៏យើងធ្វើការផ្លាស់ប្ដូរហើយទទួលយកទៅចាប់ពីចេះស្លៀកពាក់នឹងមក
យើងចូលដល់រឿងដឹងខុសដឹងត្រូវតិចតិចដឹងថាលួចគេវាមិនត្រូវប្រកែកគ្នាតែឯងមកយករបស់អញអីមិនត្រឹមត្រូវទេសត្វវាអត់មានដឹងខុសដឹងត្រូវអីទេពីព្រោះក្នុងខួរក្បាលរបស់សត្វហ្នឹងរចនាសម្ព័ន្ធនៃសំណុំខួរក្បាលសត្វហ្នឹងវាមិនបានបង្កើតជាមនសិការដែលព្រះសម្មាសម្ពុទ្ធលោកហៅថាធម្មសញ្ញានោះឡើយពួកវាមិនអាចគិតត្រេះរិះពិចារណាអាគិតត្រេះរិះពិចារណាហ្នឹងវាកើតឡើងដោយសំណុំសាច់ខួរក្បាលសំណុំសាច់ខួរក្បាលរបស់មនុស្សហ្នឹងគឺបង្កើតឲ្យមនុស្សហ្នឹងអាចគិតត្រេះរិះពិចារណាទៅឃើញថាអានេះត្រូវអានោះខុសដូច្នេះបងប្អូនត្រូវពិចារណាឲ្យឃើញថារាល់ការសម្រេចចិត្តថារឿងនេះខុសរឿងនោះត្រូវរឿងនេះទទួលយករឿងនោះទាត់ចោលវាមិនមែនព្រោះតែម៉ែយើងថាព្រោះតែម៉ែយើងបដៅឡើយវាមិនមែនព្រោះតែអ្នកប្រាជ្ញបណ្ឌិតអ្នកសញ្ញាបត្រធំថាឡើយក៏ប៉ុន្តែដោយសារយើងប្រើ common sense ណាយើងប្រើមនសិការជាមនុស្សរបស់យើងហ្នឹងគិតត្រេះរិះពិចារណាទៅដឹងថារឿងនេះវាត្រឹមត្រូវរឿងនេះវាខុសចេញពីបន្តិចខួរក្បាលរបស់យើងបន្តិចយើងដឹងយើងថាដបងដៃត្រូវតែចេះស្លៀកពាក់មនុស្សយើងអត់ចេះស្លៀកពាក់បិទបាំងគេភេទចឹងវាអត់ត្រឹមត្រូវយូរទៅដឹងថាយកច្បោកច្បល់ក្នុងក្រុមគ្រួសារឯងយកម៉ែឯងយកអីឯងដូចសត្វដូចធាតុចឹងមិនកើតទេចាប់ដើមដឹងបន្តិចមកដឹងយូរទៅដឹងថាលួចរបស់គេមិនត្រូវយើងរបស់យើងត្រូវតែការពារវាត្រឹមត្រូវវាសួរថាតើពីណាប្រាប់យើងវាអត់មានពីណាប្រាប់ផងយើងគិតត្រេះរិះពិចារណាទៅយើងឃើញថាអញ្ចឹងរាល់ការសម្រេចចិត្តថាទទួលយកឬមិនទទួលយកក៏មកដល់សប្តាហ៍ថ្ងៃក្នុងសង្គមខ្មែរនៅមិនទាន់ស្របគ្នាថាតើផ្អែកទៅលើអ្វីដើម្បីទទួលយកនៅតែនិយាយថាណែសម្ដេចជួនណាតលោកនិយាយអញ្ចេះណែព្រះសម្មាសម្ពុទ្ធលោកនិយាយចេះណែគ្រូបង្រៀននិយាយចេះណែម៉ែឪបដៅអញ្ចេះខ្ញុំសូមបដិសេធត្រង់ចំណុចហ្នឹងពីព្រោះខ្ញុំពិចារណាឃើញច្រើនទៅខ្ញុំថាកន្លែងចំណុចហ្នឹងត្រូវធ្វើបដិវត្តមួយមនុស្សត្រូវយល់ឲ្យច្បាស់គិតឲ្យឃើញដល់ខ្លួនឯងថាមនសិការជាមនុស្សម្នាក់គឺនៅក្នុងខួរក្បាលរបស់យើងហ្នឹងអាចបែងចែកដឹងថាអ្នកនេះល្អអ្នកនេះអាក្រក់អំពើបែបនេះល្អអំពើបែបនោះអាក្រក់អំពើបែបនេះត្រឹមត្រូវអំពើបែបនោះមិនត្រឹមត្រូវបើអ្នកណាមួយចង់មកប្រាប់យើងថារឿងនេះត្រូវរឿងនោះខុសសូមដកសិទ្ធជាបងសូមដកសិទ្ធជាម៉ែសូមដកសិទ្ធជាឪសូមដកសិទ្ធថាអញរៀនច្រើនអញសញ្ញាបត្រធំអញអ្នកចិញ្ចឹមឯងចេញវាត្រូវតែបញ្យល់គេឲ្យគេគិតឲ្យគេត្រេះរិះឲ្យគេពិចារណារួចហើយឲ្យគេទទួលយកដោយខ្លួនឯងពីព្រោះអលទ្ធភាពជាមនុស្សហ្នឹងគឺមានគ្រប់គ្នាទាំងអស់មិនមែនគេទាំងអស់គ្នាគឺជាសត្វដេរឆានឡើយគេទាំងអស់គ្នាជាមនុស្សដូច្នេះគេមានខួរក្បាលរបស់គេអាចគិតត្រេះរិះពិចារណាបានយើងមិនមែនដឹកវងសត្វឡើយក៏ប៉ុន្តែយើងដឹកនាំវងមនុស្សដូច្នេះទោះបីជាយើងជាម៉ែក៏ដោយយើងជាឪក៏ដោយយើងជាអ្នករៀនបានច្រើនក៏ដោយយើងជាអ្នកចិញ្ចឹមគេក៏ដោយយើងត្រូវឲ្យតម្រុយទៅគេរួចហើយឲ្យគេគិតត្រេះរិះពិចារណារួចហើយឲ្យគេទទួលយកពីព្រោះរឿងទទួលយកឬមិនទទួលយកនេះវាមិនផ្អែកទៅលើថាអ្នកប្រាជ្ញបាននិយាយអញ្ចឹងគម្ពីរបាននិយាយអញ្ចឹងពុទ្ធលោកបាននិយាយអញ្ចឹងអ្នកចេះដឹងបាននិយាយអញ្ចឹងម៉ែយើងបដៅថាអញ្ចឹងប្រពៃណីទំនៀមទម្លាប់យើងអញ្ចឹងវាមិនផ្អែកទៅលើត្រង់ចំណុចហ្នឹងឡើយចុះកាលយើងនៅក្នុងព្រៃពីណាប្រាប់យើងវាមានពីណាប្រាប់ទេយើងគិតត្រេះរិះពិចារណាដល់យូរទៅឯកភាពគ្នាទូទាំងពិភពលោកលួចរបស់គេមិនត្រូវយករបស់គេមិនត្រូវលោភគេមិនត្រូវដឹងក៏ប៉ុន្តែរឿងខុសនឹងត្រូវបែបហ្នឹងក៏វាមានភាពធំភាពតូចរបស់វាដូចតែរូបអញ្ចឹងដែររូបវាមានភ្នំអញ្ចឹងទៅវាធំអញ្ចឹងទៅវាមានមេឃអញ្ចឹងទៅវាមានតម្រៃអញ្ចឹងទៅវាមានដើមឈើអញ្ចឹងទៅរហូតដល់មានខ្សាច់អញ្ចឹងទៅល្អិតរហូតដល់មានសម្មើអញ្ចឹងទៅវាមានធំវាមានតូចអញ្ចឹងទៅដល់ពេលរឿងលួចរបស់គេរឿងយករបស់គេរឿងទៅរំលោភគេរឿងអីរឿងវាងាយវាប៉ិនភ្នំណាក៏វាដឹងដែរដល់រឿងកាន់តែល្អិតទៅនេះរឿងថាតើមនុស្សរស់នៅក្នុងសង្គមណាជាពលរដ្ឋត្រូវចេះជួយគ្នាយ៉ាងម៉េចបើយើងមិនជួយគ្នាទេ
សួរថាតើយើងស័ក្តិសមជាពលរដ្ឋរស់នៅក្នុងសង្គមចាំតែទទួលផលហ្នឹងវាស័ក្តិសមជាពលរដ្ឋដែរទេវាត្រូវតែជែកគ្នាពីព្រោះរឿងនេះវាកាន់តែល្អិតទៅវាមិនស្រួលមើលដូចផ្ដុំទេវាចូលដល់សម័យហើយមនុស្សខ្មែរភាគច្រើនគឺអន់អាហ្នឹងអន់អាការគិតត្រេះរិះពិចារណាទៅលើអារឿងតូចល្អិតហ្នឹងដល់ពេលខ្ញុំមើលឃើញចំណុចខ្វះខាតរបស់ខ្មែរត្រង់ចំណុចហ្នឹងខ្ញុំមានការព្រួយបារម្ភខ្ញុំយល់ថាបើបដោយខ្មែរឲ្យមិនចេះគិតមិនចេះត្រេះរិះមិនចេះពិចារណាអញ្ចឹងណាខ្ញុំថាពូជសាសន៍របស់យើងជាតិសាសន៍របស់យើងកូនខ្មែររបស់យើងមិនអាចរីកចម្រើនបានទេមិនអាចបានសេចក្តីសុខទេគឺគេជិះគេជន់មិនត្រឹមតែបរទេសទេក៏ប៉ុន្តែខ្មែរគ្នាឯងក៏ជិះជន់ដែរដល់ខ្ញុំយល់យ៉ាងច្បាស់ត្រង់ចំណុចហ្នឹងខ្ញុំយកទៅផ្ទៀងផ្ទាត់ជាមួយនឹងពាក្យរបស់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជួយមនុស្សណាជួយអ្វីមិនស្មើនឹងជួយផ្នែកបញ្ញាឡើយធម្មទានគឺជាទានដែលឈ្នះអស់ទានទាំងពួងពាក្យខ្មែររបស់យើងគេថាពង្រៀនមនុស្សឲ្យចេះស្ទូចត្រីគ្រាន់បើជាងឲ្យត្រីទៅសត្វស៊ីប៉ុន្តែមនុស្សខ្មែរជាទូទៅកាលណាយើងឲ្យជាបញ្ញាជាមូលដ្ឋានក្នុងការគិតត្រេះរិះពិចារណាគាត់និយាយថាយើងមិនបានឲ្យអីទេគាត់ថាស្ដាប់បានស៊ីនេះអាត្រង់ចំណុចហ្នឹងដែលខ្ញុំចេះតែនិយាយរាល់ដងថាមនុស្សខ្មែរមើលងាយគំនិតណាព្រោះតែខ្មែរមើលងាយគំនិតផងមើលងាយដួងចិត្តមโนសញ្ចេតនារបស់អ្នកដែលបានផ្ដល់ឲ្យដោយដួងចិត្តស្មោះត្រង់ផងដោយសារបងប្អូនមើលងាយទាំងគំនិតមើលងាយទាំងមโนសញ្ចេតនារបស់អ្នកផ្ដល់ឲ្យផងពូជសាសន៍របស់យើងក៏វាទៅជាក្រខ្សត់គំនិតនឹងទៅពីព្រោះថាទី1បងប្អូនមិនចូលចិត្តស្ដាប់គិតត្រេះរិះពិចារណាបងប្អូនមិនឲ្យតម្លៃទៅលើគំនិតបងប្អូនយល់ថាស្ដាប់បានស៊ីដូចខ្ញុំសប្តាហ៍នេះគេថាខំវាសនានិយាយកោកហ្នឹងបានប្រយោជន៍អីដែលជួយប្រជាពលរដ្ឋម្ដងឯណាណែគាត់និយាយភាសាចឹងដោយសារបងប្អូនទី1មើងងាយគំនិតទី2បងប្អូនមើងងាយទឹកចិត្តរបស់អ្នកឲ្យមនុស្សបងប្អូនសេចក្តីស៊ូទ្រាំណាវាមានកម្រិតព្រំដែនរបស់វាមិនតាក់ទងជាមួយនឹងការអស់ចិត្តរបស់យើងឬមិនអស់ចិត្តទេវាតាក់ទងជាមួយនឹងការគិតត្រេះរិះពិចារណាយូរទៅយើងមានអារម្មណ៍ថាយើងនឹងមិនដឹងជាកំពុងតែធ្វើការងារអ្វីការលះបង់របស់យើងវាអត់តម្លៃពីព្រោះយើងទៅធ្វើចំពោះមនុស្សដែលវាគ្មានតម្លៃយើងពិចារណាមនុស្សដែលល្មិលគុណគេមិនគោរពទឹកចិត្តរបស់មនុស្សដែលមានដួងចិត្តស្មោះត្រង់ចង់ជួយយើងពិតប្រាកដយើងអង្គុយពិចារណាមើលមុខគាត់យូរទៅយើងឃើញថាតម្លៃរបស់គាត់អន់ជាងសត្វដេរឆានទៅទៀតពីព្រោះសត្វដេរឆានវារស់នៅវាអត់មានល្បិចកលវារស់នៅតាមធម្មជាតិរបស់វាបើវាស៊ីក៏វាមិនចេះកេងទុកហើយវាក៏មិនចេះមានល្បិចកលកັບកេងលើគ្នាហើយនៅក្នុងធម្មជាតិហ្នឹងវាធ្វើឲ្យធម្មជាតិស្រស់បំព្រងវាធ្វើឲ្យធម្មជាតិនឹងមានតុល្យភាពដើម្បីឲ្យដំណើរការពិភពលោកទៅបានល្អចំណែកមនុស្សដែលមិនដឹងគុណអ្នកណានោះទៅវិញគឺថាបកកើតកូនគិតតែពីបកកើតអូសសាច់របស់គេទៅស៊ីម្ដងមួយផ្លូវល្មមតែងាប់ទៅវិញនឹងមិនដឹងជាស៊ីសាច់ពីណាអស់ប្រមាណចិត្តអាក្រក់មិនដែលចេះចែករំលែកជាមួយនឹងពីណាអាណាល្អជាមួយអញក៏មិនខ្វល់ទៅទៀតហូចងាប់ហើយដុតហើយចោលដល់ពេលយើងអង្គុយយូរទៅគិតមើលមុខគាត់តិចទៅទេដូចមានតម្លៃអន់ជាងសត្វទៅទៀតដែលខ្ញុំនិយាយរាល់ដងថាសូម្បីតែអ្នកដែលត្រូវបានគេសង្គ្រោះក៏វាត្រូវមានតម្លៃមួយស័ក្តិសមនឹងទទួលការសង្គ្រោះដែរអ្នកសង្គ្រោះគេវាត្រូវមានគុណសម្បត្តិមួយដូចព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាយើងបើយើងមិនបានខ្លាយទៅជាព្រះសម្មាសម្ពុទ្ធហ្នឹងយើងមិនអាចប្រោសសត្វបានទេបើយើងវាមិនខ្លាំងយើងវាមានលុយយើងមិនមានចំណេះដឹងទេយើងមិនអាចទៅបញ្យល់គេបានទេមានន័យថាអ្នកជួយវាត្រូវមានគុណសម្បត្តិមួយក៏ប៉ុន្តែមិនមែនត្រឹមអ្នកជួយទេអ្នកអាចទទួលគេជួយហ្នឹងក៏វាត្រូវមានគុណសម្បត្តិមួយដែរមិនបានអីក៏ជាមនុស្សដែលវាមានតម្លៃស័ក្តិសមនឹងទទួលបាននូវការជួយដែរដែលខ្ញុំនិយាយរាល់ដងថាសម្រាប់ស្នេហាដែលបរិសុទ្ធនេះមួយសម្រាប់វីរៈបរិសជាតិនេះមួយសម្រាប់ឪពុកម្ដាយដែលចាត់ទុកជាបុព្វការីជននេះមួយគឺថាដួងចិត្តរបស់គាត់មានតែការផ្ដល់ឲ្យទាំងស្រុងតែហ្មងប៉ុន្តែក៏ត្រូវការលក្ខខណ្ឌមួយដែរគឺថាយ៉ាងណាក៏ដោយសូមឲ្យអ្នកคลายខ្លួនទៅជាមនុស្សដែលមានតម្លៃស័ក្តិសមទទួលនៅការលះបង់របស់យើងផងបើសិនណាជាមនុស្សនឹងវាអត់មានតម្លៃឧទាហរណ៍ថាស្នេហា
យើងការជាមួយស្រីនឹងយើងមានអារម្មណ៍ថានឹងផ្ដល់ឲ្យស្រីនឹងនៅភាពជាមនុស្សដែលមានសំណាងជាងគេក្នុងលោកពីព្រោះបានប្តីមួយដែលមានលក្ខណៈជាប្តីដែលមានលក្ខណៈផ្ដល់ឲ្យដល់ពេលប្តីប្រពន្ធនឹងវាឡើងចាងវាដើរអួតប្រាប់គេថាអូប្តីខ្ញុំស្រឡាញ់ខ្ញុំគឺថាអាប៉ែកហ្នឹងគឺថាអត់ខ្ញុំមិនបានទេស្អីអញ្ចឹងទៅហើយក៏មិនដែលឃើញជាស្រីហ្នឹងវាអស់ចាអីដែលឃើញតែតែងខ្លួនដើរតែផ្សាររួចអួតប្រាប់គេថាអូប្តីខ្ញុំឲ្យខ្ញុំមកស៊ីអីទេគឺថាឲ្យតែដើរផ្សារអញ្ចឹងទៅដល់ពេលយូរប្តីដែលជាមនុស្សមានឧត្តមគតិអង្គុយសម្លឹងប្រពន្ធយូរមានអារម្មណ៍ថាម៉េចយើងលះបង់ចំពោះស្រីម្នាក់ដែលគ្មានតម្លៃការងាររបស់យើងវាគ្មានតម្លៃវាថោកដល់ខ្លួនយើងទៅទៀតអាត្រង់ចំណុចហ្នឹងមនុស្សដែលមានឧត្តមគតិក៏ចាក់ចេញពីស្រីនឹងទៅអាត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាគុំសំបីតអ្នកជួយវាត្រូវមានគុណសម្បត្តិមួយដើម្បីឲ្យជួយគេបានសំបីតែមនុស្សដែលត្រូវបានគេជួយក៏វាត្រូវតែមានគុណសម្បត្តិមួយដែរបើគ្មានគុណសម្បត្តិសមរម្យល្មមឲ្យគេជួយទេមនុស្សដែលធ្វើការប្រកបដោយបញ្ញាពិតប្រាកដដែលខ្ញុំចាញ់និយាយថាបើអ្នកធ្វើការប្រយោជន៍ផ្ទាល់ខ្លួនសូមអ្នកគិតដល់សិលធម៌គិតដល់ចិត្តគេចិត្តឯងផងបើសិនជាអ្នកធ្វើការងារសប្បុរសសូមអ្នកគិតអំពីតម្លៃសួរថាតើគំនិតបែបហ្នឹងពីណាប្រាប់យើងគេថាខំវាសនាវាចេះមកពីណាគេហាទៅមានចេះមកពីណាវាយកខួរក្បាលទៅគិតហ្នឹងចុះមនុស្សកាន់នៅក្នុងព្រៃណាប្រាប់វាចេះតែគិតទៅណាវាគិតទៅយូរទៅឃើញណាហើយបងប្អូនឡើងទូរទស្សន៍ទៅសួរដេញដោលវាចាំបាច់ទៅអានពីគម្ពីរណាបើព្រះសម្មាសម្ពុទ្ធយើងទៅជួបលោកប្រាប់ថាណែកុំមកជឿតថាគតណាតថាគតមិនមែនហៅឲ្យមកជឿណាតថាគតមិនមែនហៅឲ្យមកយកតាមទេណាតថាគតហៅមកបញ្យល់មកគិតមកត្រេះរិះពិចារណាហើយស្អីនឹងយកទៅគិតហ្នឹងថាខួរក្បាលដូចគ្នាជាមួយនឹងអ្វីដែលខ្ញុំនិយាយដូចខ្ញុំនិយាយក្នុងពេលហ្នឹងប្រាប់បងប្អូនអញ្ចឹងខ្ញុំថាកុំសំបីតែមនុស្សដែលត្រូវទៅជួយគេវាមានគុណសម្បត្តិមួយបានជួយគេកើតសំបីតែមនុស្សដែលត្រូវបានគេជួយត្រូវបានទទួលការជួយពីគេក៏វាត្រូវមានគុណសម្បត្តិមួយដែរធ្វើខ្លួនឲ្យស័ក្តិសមជាមនុស្សដែលទទួលបានការជួយផងបើសិនណាជាអ្នកគ្មានគុណសម្បត្តិស័ក្តិសមជាអ្នកដែលត្រូវបានគេជួយទេមនុស្សដែលទៅជួយមនុស្សអញ្ចឹងគ្រាន់តែបង្ហាញពីភាពឆោតល្ងងក្នុងនាមជាជនសប្បុរសតែប៉ុណ្ណឹងព្រះពុទ្ធលោកប្រាប់ថាធ្វើបុណ្យត្រូវប្រកបជាមួយនឹងបញ្ញាសួរថាតើការគិតបែបហ្នឹងពីណាប្រាប់យើងមនសិការរបស់យើងវាអត់ចាំបាច់ពីណាប្រាប់ទេពីព្រោះមនុស្សវាមានមនសិការក្នុងខួរក្បាលសំណុំខួរក្បាលរបស់មនុស្សខុសអំពីសត្វដេរឆានវាបង្កើតឲ្យមានការគិតត្រេះរិះពិចារណាដោយប្រើខួរក្បាលហ្នឹងមនសិការជាមនុស្សហ្នឹងត្រូវបែងចែកថាស្អីល្អស្អីអាក្រក់ដោយមិនផ្អែកទៅលើថាអូកាពីព្រះអង្គជួនណាថាអញ្ចេះអ្នកប្រាជ្ញនោះថាអញ្ចោះអូអ្នកចេះដឹងគេមានសញ្ញាបត្រធំគេថាអញ្ចេះណែម៉ែឪបដៅយើងថាអញ្ចេះវាអត់មានសំខាន់ទៅលើអ្នកទាំងអស់គ្នានឹងទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏លោកប្រាប់ថាតថាគតមិនហៅអ្នកមកជឿទេមិនហៅអ្នកមកទទួលយកទេតថាគតហៅអ្នកមកគិតមកត្រេះរិះមកពិចារណាពីព្រោះលោកដឹងថាមនុស្សម្នាក់មានខួរក្បាលមានមនសិការដោយសារសំណុំខួរក្បាលរបស់យើងនេះវាបង្កើតឡើងសំណុំខួរក្បាលរបស់យើងវាខុសពីសត្វយើងមិនអាចកាត់ខួរក្បាលរបស់យើងរួចហើយដូរខួរក្បាលសត្វបានទេយើងអាចកាត់បេះដូងរបស់យើងដូរបេះដូងសត្វបានពីវាផលិតចិត្តបានតែយើងមិនអាចកាត់ខួរក្បាលយើងវះខួរក្បាលយើងដាក់សំណុំខួរក្បាលសត្វបានទេពីព្រោះវាខុសសំណុំគ្នាសំណុំខួរក្បាលសត្វហ្នឹងវាមិនបង្កើតជារចនាសម្ព័ន្ធឲ្យយើងចេះគិតទេដល់ពេលមនុស្សវាមានអាសំណុំខួរក្បាលហ្នឹងវាធ្វើឲ្យចេះគិតអញ្ចឹងរាល់ការសម្រេចវាត្រូវផ្អែកទៅលើអាសំណុំខួរក្បាលរបស់យើងហ្នឹងយើងជាអ្នកគិតឃើញមុនគេយើងគ្រាន់តែផ្ដល់នៅមូលដ្ឋានក្នុងការត្រេះរិះពិចារណាអូជាតម្រុយឲ្យគេរួចឲ្យគេគិតត្រេះរិះពិចារណាអានឹងគឺជារបៀបទី1គឺការផ្ទេរបញ្ញាពីអ្នកដែលបានគិតឃើញមុនទៅអ្នកគិតឃើញក្រោយទៅអ្នកទទួលយកអានឹងទី1ទី2គឺយើងគោរពភាពជាមនុស្សរបស់គេមិនមែនសត្វទេគេមានខួរក្បាលមួយដែរដូច្នេះមិនត្រូវសកត់ក្បាលគេឲ្យជឿយើងដោយយើងប្រើពាក្យថាអញជាម៉ែហែងអញជាឪហែងអញជាបងហែងអញជាអ្នកចិញ្ចឹមហែងអញជាអ្នកប្រាជ្ញអញមើលពីកាពីនេះឬកាពីនោះឡើយយើងធ្វើអញ្ចឹងបងប្អូនមិនមែនជារបៀបនៃការផ្ទេរបញ្ញាឡើយរបៀបនៃការផ្ទេរបញ្ញាត្រូវឲ្យមនុស្សគិតត្រេះរិះពិចារណាហ្នឹងបានបញ្ញាហ្នឹងវាផ្ទេរពីយើងអ្នកគិតឃើញហ្នឹងទៅកាន់មនុស្សដែលគេកំពុងតែត្រង់ត្រាប់ហ្នឹងទី1ទី2គឺយើងគោរពអាការឲ្យគេគិតត្រេះរិះពិចារណាគឺជាការគោរពភាពជាមនុស្សរបស់គេអញ្ចឹងអាស្អីដែលខ្ញុំនិយាយប្រាប់បងប្អូនកន្លងមកទាំងអស់ហ្នឹងគឺសុទ្ធតែជាការសម្រេច
របស់មនសិការរបស់ខ្ញុំដែលខ្ញុំបានគិតមុនបងប្អូនត្រេះរិះពិចារណាទោះបីជាខ្ញុំអានពីគម្ពីរណាក៏ដោយខ្ញុំអានពីគម្ពីរដែលគេសរសេរអំពីព្រះសម្មាសម្ពុទ្ធដោយពីអ្នកប្រាជ្ញក៏ដោយខ្ញុំគិតឃើញឲ្យខ្លួនឯងក៏ដោយខ្ញុំត្រូវពិចារណាផ្ទៀងផ្ទាត់ជាមួយនឹងមនសិការរបស់ខ្ញុំរកឲ្យឃើញថារឿងនឹងត្រឹមត្រូវរួចហើយបានខ្ញុំយកមកនិយាយប្រាប់អ្នកដទៃយ៉ាងលំអិតដើម្បីជាលំហមួយឲ្យចូលទៅក្នុងខួរក្បាលរបស់មនុស្សឲ្យមនុស្សនឹងគិតត្រេះរិះពិចារណាដើម្បីឲ្យវាទៅជាបញ្ញារបស់បុគ្គលនឹងផ្ទាល់ពេលអត់ពីយើងទៅគឺបុគ្គលនឹងគាត់ទទួលយកអបញ្ញាមិនមែនថ្នាក់ជឿទេគឺថ្នាក់គិតឃើញហ្នឹងឲ្យទៅជាបញ្ញារបស់គាត់អានឹងជារបៀបនៃការផ្ទេរបញ្ញាដែលព្រះសម្មាសម្ពុទ្ធលោកធ្វើឥឡូវចូលមកដល់រឿងមនោសញ្ចេតនាសួរថាតើអ្វីដែលខ្ញុំនឹងនិយាយក្នុងពេលបន្ទាប់ទៅនេះខ្ញុំផ្អែកទៅលើអីដែរថាដូចតែខាងដើមអញ្ចឹងគឺផ្អែកទៅលើតែការគិតពិចារណាឃើញតែអញ្ចឹងហើយខ្ញុំយកមកអាកាត់តាមរយៈនៃមនសិការអញ្ចឹងមិនផ្អែកទៅលើថាខ្ញុំអានសភៅនេះគេថាអញ្ចឹងបើខ្ញុំថាខ្ញុំអានសភៅនេះឃើញតែអញ្ចឹងគ្រាន់តែខ្ញុំប្រាប់ទេក៏ប៉ុន្តែមិនមែនខ្ញុំទទួលយកទេគ្រាន់តែខ្ញុំថាអាកំណត់ហ្នឹងខ្ញុំអានពីសភៅនេះប៉ុន្តែខ្ញុំគិតត្រេះរិះពិចារណាឃើញតែអញ្ចឹងបានខ្ញុំនិយាយថាអ្នកអានសភៅនោះណាវាទាល់តែគិតត្រេះរិះពិចារណាឃើញថាអូអានឹងអញ្ចឹងមែនអូអានេះខុសហើយបានចាត់ទុកថាសភៅហ្នឹងយើងបានអានរួចហើយបើគ្រាន់តែយើងអានហើយយើងចាំអានោះយើងចាត់ទុកថាមិនទាន់អានទេឥឡូវខ្ញុំនិយាយបន្តទៅទៀតដោយផ្អែកទៅលើការអាកាត់នៃមនសិការរបស់មនុស្សគ្រប់គ្នាខ្ញុំថាមនុស្សយើងបងប្អូនបើសិនណាជាយើងកើតមករួចហើយយើងទៀមទានៅការសប្បាយតាមទ្វាទាំង6ពីព្រោះមនុស្សមានទ្វា6សប្បាយតាមភ្នែកចូលចិត្តមើលតែកន្លែងណាល្អបើកន្លែងណាស្អាតកន្លែងណាអីហើយតែមើលផងយើងចូលចិត្តតែគ្រឿងណាវាឈ្ងុយក្អូបដើរទៅហិតផ្កាមានទឹកអប់មានអីស្អប់លូស្អប់អាចស្អប់ស្អីដែលវាស្អុយអញ្ចឹងទៅយើងស្រឡាញ់កន្លែងណាវាក្អូបអាហ្នឹងតាមទ្វាមួយទៀតយើងស្ដាប់តាមតិចយើងស្ដាប់ភ្លេងវាព្រោះចូលចិត្តចម្រៀងណាវាព្រោះអញ្ចឹងទៅចូលចិត្តពាក្យតសើចូលចិត្តអីអញ្ចឹងទៅសบายតាមទ្វាមួយទៀតសบายតាមទ្វាមាត់ហ្នឹងស៊ីចូលចិត្តតែអាណាឆ្ងាញ់អញ្ចឹងទៅគិតរឿងអាណាឆ្ងាញ់មួយថ្ងៃអញ្ចឹងទៅដល់ពេលតាមទ្វាស្បែកកាយនេះចូលចិត្តតែពុកវាទន់ចូលចិត្តតែគេអែលចូលចិត្តតែគេថ្នាក់ថ្នមអញ្ចឹងណាបងប្អូនមនុស្សបើសិនណាជាយើងសบายតាមតែទ្វាប៉ុណ្ណឹងទេណាបងប្អូនខ្ញុំមានអារម្មណ៍ថាពួកយើងគឺជាសត្វមួយពួកដូចថាគោមួយពួកអញ្ចឹងទៅក្របីមួយពួកអញ្ចឹងទៅឆ្លើងមួយពួកអញ្ចឹងទៅតកៅមួយពួកអញ្ចឹងទៅមេអំបៅមួយពួកអញ្ចឹងទៅមនុស្សមួយពួកអញ្ចឹងអាកន្លែងនឹងហើយដែលអ្នកគេគិតមិនឃើញគេខឹងខ្ញុំបងប្អូនគេអត់បានមើលចេតនាខ្ញុំដែលពុះពៀសុខចិត្តបថុយជីវិតណាក្នុងការធ្វើបដិវត្តផ្នត់គំនិតណាក្នុងចេតនាដើម្បីឲ្យគេបានសេចក្តីសុខអញ្ចឹងបានចម្រៀងរបស់ខ្ញុំថាដេកដើរតាមផ្លូវបងប្អូនដេកដើរដោយផ្លូវសុំត្រឹមញាតផៅយល់ត្រូវបានសុខសុំត្រឹមតែញាតផៅយល់ត្រូវបានសុខបងប្អូនពីព្រោះយើងពិចារណាអំពីតម្លៃជីវិតយូរទៅខ្ញុំមានអារម្មណ៍ថាងាប់មុនងាប់ក្រោយវាដូចគ្នាពេកដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាត្រូវយកជីវិតនឹងមកបូជាសម្រាប់ធ្វើការងារអ្វីមួយដែលមានតម្លៃបម្រើមនុស្សសេចក្ដីបម្រើការយល់របស់យើងដែលមនសិការរបស់យើងប្រាប់ថាមនុស្សត្រូវរស់នៅក្នុងផ្លូវហ្នឹងដល់ពេលអញ្ចឹងខ្ញុំខំប្រឹងក្នុងផ្លូវហ្នឹងតែទីបំផុតបងប្អូនហើយបើសិនណាជាជនដែលត្រូវបានខ្ញុំទៅប្រឆាំងដើម្បីកុំឲ្យបោកប្រាស់ប្រជាពលរដ្ឋខ្ញុំចាត់ទុកជាបិសាចគេស្អប់ខ្ញុំគេប្រយុទ្ធគេប្រឆាំងរហូតដល់គេបាញ់សម្លាប់ខ្ញុំទៅទៀតក៏វាមិនជាបញ្ហាអ្វីដែរក៏ប៉ុន្តែជនរងគ្រោះដែលខ្ញុំត្រូវសង្គ្រោះរឿងជេរបចោខ្ញុំសពបែបសពយ៉ាងបងប្អូនហើយសពបែបសពយ៉ាងបងប្អូនសពបែបសពយ៉ាងបងប្អូនខ្ញុំខ្លួនតែមួយក្បាលមួយម្នាក់ឯងចំណាស់នេះហើយលុយកាក់ខ្ញុំមានមិនច្រើនទេក៏ប៉ុន្តែខ្ញុំមានសេចក្តីប្រាថ្នាតិចបាយកន្លះកំប៉ុងខ្ញុំស៊ី3ពេលរួចហើយខ្ញុំគ្មានចង់បានអ្វីទេបើខ្ញុំគិតយករួចខ្លួនដូចមនុស្សដទៃទៀតដែលគេមានគេបានក្នុងសង្គមខ្មែរគេយករួចខ្លួនគឺខ្ញុំអាចយករួចខ្លួនបានភ្លាមបងប្អូនខ្ញុំគ្មានមកពាក់ព័ន្ធច្បោកច្បល់អីជាមួយបងប្អូនអ្នកក្រអ្នកលហេមលហាមអ្នកត្រូវបានគេចាប់គេជិះគេជន់ក្នុងសង្គមខ្មែរសោះឡើយខ្ញុំនឹងវាអត់មានមកពាក់ព័ន្ធអីទេពីព្រោះខ្ញុំរស់បានស្រួលហើយខ្ញុំរស់ស្រួលណាស់
ក៏ប៉ុន្តែមនសិការជាមនុស្សបងប្អូនដេកវាអត់បានក្នុងនាមជាអ្នកដែលដឹងអ្នកមានរក្សាខ្សត់ដោយសម្ពុតពត់ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដោយសំពៅនៅសម្បានមនសិការរបស់ខ្ញុំប្រាប់ខ្ញុំថាសួរថាតើខ្ញុំរស់នៅដើម្បីសេចក្តីសុខផ្ទាល់ខ្លួនរបស់ខ្ញុំហ្នឹងសួរថាខ្ញុំនាំជីវិតរបស់ខ្ញុំទៅដល់កន្លែងណាមួយឆ្នាំពីរឆ្នាំ3ឆ្នាំ4ឆ្នាំចុងក្រោយបំផុតខ្ញុំនៅតែងាប់ខ្ញុំនៅតែងាប់អញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំគិតជឿទៅពិចារណាយូរទៅត្រូវតែយកជីវិតហ្នឹងមកបដូរធ្វើរឿងអ្វីមួយខ្ញុំឃើញសង្គមខ្មែរស្រុកយើងមិនរីកចម្រើនមិនមែនយើងគ្មានភោគទ្រព្យធម្មជាតិឡើយក៏ប៉ុន្តែខ្ញុំឃើញពូជសាសន៍របស់យើងខ្វះបញ្ញាខ្លាំងណាស់បងប្អូនភាគច្រើនគឺប្រើតាទំនៀមទម្លាប់ប្រពៃណីគំនិតចាស់ចាស់មិនបានអាប់ដេតយកគំនិតចាស់ចាស់ទាំងអស់ហ្នឹងមកគិតត្រេះរិះពិចារណាថាតើវាត្រូវឬអត់ទេខ្ញុំឃើញចន្លោះប្រហោងមួយនឹងដែលធ្វើឲ្យជាតិសាសន៍របស់យើងវាមានបញ្ហាខ្ញុំចិត្តវាមិនដាច់ខ្ញុំក៏គិតត្រេះរិះពិចារណាថាតើគំនិតណាជាគំនិតថ្មីគំនិតណាជាគំនិតដែលគាត់ប្រព្រឹត្តរាល់ថ្ងៃហើយជាគំនិតខុសយើងត្រូវតែដូរចេញដោយផ្អែកទៅលើមនសិការរបស់យើងគំនិតណាដែលខ្វះខាតយើងត្រូវតែបំពេញបងប្អូនណាបើអ្នកស្ដាប់ខ្ញុំស្ដាប់ត្រឹមតែពាក្យសម្ដីរបស់ខ្ញុំហើយគេនិយាយថាខ្ញុំនិយាយត្រូវអ្នកនឹងមិនទាន់យល់អំពីខ្ញុំឡើយបើអ្នកដែលស្ដាប់ពិតប្រាកដទៅស្ដាប់ដល់បេះដូងរបស់ខ្ញុំគេស្រក់ទឹកភ្នែកគេស្រក់ទឹកភ្នែកគឺគេដឹងអំពីចេតនារបស់ខ្ញុំដែលខ្ញុំដេកមិនលក់បក់មិនលហើយអាត្រង់ចំណុចនឹងហើយដែលអ្នកយល់ LDP បងប្អូនគាត់ស្រឡាញ់គាត់អោបរឹតចាត់ទុកជាមនុស្សដែលជាក្រុមគ្រួសាររបស់គាត់ជួនកាលយើងមិនដែលឃើញមុខគ្នាផងប៉ុន្តែពេលដែលយើងជួបគ្នាយើងរត់អោបគ្នាបានពីព្រោះពួកគាត់យល់អំពីបេះដូងរបស់ខ្ញុំជាទូទៅមនុស្សដែលគ្មានមានអ្នកមិនមែនអ្នកចេះទេមិនមែនអ្នកសញ្ញាបត្រធំទេក៏ប៉ុន្តែគឺជាមនុស្សដែលគ្មានមានអ្នកគាត់ស្ដាប់គាត់ត្រេះរិះគាត់ពិចារណាជួនកាលអ្នកស្រែក្រីក្រផងបងប្អូនគាត់ស្ដាប់ដឹងគាត់យល់ដល់បេះដូងបើតាមតែគំនិតទស្សនៈឧទាហរណ៍ដូចជារឿងធម៌អីជាដើមវាមានលក្ខណៈជ្រៅណាស់បងប្អូនខ្ញុំមិនជឿថាយាយនៅតាមស្រុកស្រែហ្នឹងគាត់អាចស្ដាប់យល់ទេពីព្រោះរឿងហ្នឹងវាជ្រៅណាស់ក៏ប៉ុន្តែដែលគាត់យល់មុនគេបំផុតទៅគឺគាត់យល់ពីបេះដូងរបស់ខ្ញុំអញ្ចឹងបានឃើញនៅវេទិកាថ្ងៃបាត់ដំបងគេខាំងមិនឲ្យគាត់ចូលជួបខ្ញុំពីព្រោះគេដឹងថាវាមានបញ្ហាច្រើនចំពោះខ្ញុំគាត់ឈរពីចម្ងាយយាយពីរនាក់ហ្នឹងអាយុប្រហែលជាជាងចិត្តហើយគេខាំងមិនឲ្យគាត់ចូលចិត្តខ្ញុំគាត់ឈរស្រឡឹងមុខខ្ញុំពីចម្ងាយឈរគាត់ខ្ទប់មុខយំហើយគាត់រត់ទៅចំណែកពួកបណ្ឌិតអ្នកមានសញ្ញាបត្រធំបំណាច់តែចិត្តមានអ្នកថាអញវាគ្រាន់បើដែរគេស្ដាប់ខ្ញុំគ្មានយល់ទាំងគំនិតរបស់ខ្ញុំទស្សនៈរបស់ខ្ញុំថាវាត្រឹមត្រូវឬអត់មិនយល់ទាំងបេះដូងពីព្រោះថាគេយល់ថាយើងវាគ្រាន់បើគេទទួលថាយើងគ្រាន់បើទៅគេវាអន់អាត្រង់ចំណុចហ្នឹងបងប្អូនមិនមែនមានតែសម័យយើងទេសម័យព្រះក៏ចឹងដែរបងប្អូនគឺពួកអ្នកធំអ្នកប្រាជ្ញពួកព្រាហ្មណ៍ពួកអីហ្នឹងចេះបដៅគេមកកណោហ្នឹងណាក៏ប៉ុន្តែប្រាប់បញ្យល់ព្រះសម្មាសម្ពុទ្ធប្រោះមិនបានទេបងប្អូនគឺមានអ្នកដល់ពេលប្រជាប្រដ្ឋនៅតាមស្រុកស្រែគាត់មានអ្នកអីគាត់ដឹងតែខ្លួនគាត់អន់ជាងគេដូច្នេះគាត់បើកចិត្តស្ដាប់វាទៅជាអ្នកដែលមានសញ្ញាបត្រធំហ្នឹងថាខំវាសនាហ្នឹងបោកបានតែពួកអាភ្លឺទេវាទៅអញ្ចឹងទៅវិញបងប្អូនខ្ញុំវាមិនដឹងជានិយាយថាម៉េចមិនដឹងជានិយាយថាម៉េចសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំថាមនុស្សដែលសบายតាមទ្វារទាំង6ពួកគាត់មានលក្ខណៈដូចជាសត្វមួយក្រុមអញ្ចឹងប៉ុន្តែសត្វផ្សេងអញ្ចឹងណាសត្វមនុស្សអញ្ចឹងទៅគោក្របីវាមានទ្វាររបស់វាប្រមាណវាសบายតាមទ្វាររបស់វាអញ្ចឹងទៅមនុស្សមានទ្វារប៉ុណ្ណឹងសบายតាមប៉ុណ្ណឹងដែរអានឹងមនុស្សអញ្ចឹងបានខ្ញុំរៀបចំទៅសេសភៅមួយជាភាសាអង់គ្លេសដើម្បីលក់ទៅប្រទេសខាងក្រៅហ្នឹងខ្ញុំចង់និយាយអំពីរឿងថាអ្នកកើតជាមនុស្សប៉ុន្តែសភៅនេះបង្រៀនអ្នកឲ្យទៅជាមនុស្សអ្នកកើតមកជាមនុស្សប៉ុន្តែសភៅមួយនេះណាបង្រៀនអ្នកឲ្យទៅជាមនុស្សអ្វីដែលខ្ញុំបញ្យល់ហ្នឹងខ្ញុំមានអារម្មណ៍ថាវាធ្វើឲ្យមនុស្សដែលកើតមកជាមនុស្សរួចហើយហ្នឹងវាមានលក្ខណៈជាមនុស្សដែលពេញលេញវាមិនមែនជាសត្វមួយក្រុមដោយការគិតរបស់ខ្ញុំដែលខ្ញុំនិយាយថាមនុស្សដែលសប្បាយតាមទ្វារទាំង6គឺជាសត្វមួយពួកនឹងឡើយវាពេញលក្ខណៈជាមនុស្សបើត្រឹមតែសប្បាយតាមទ្វារទាំង6វាគឺជាសត្វមួយក្រុមនៅលើផែនដីដល់ពេលរឿងដែលជារឿងរបស់មនុស្សវិញបងប្អូនមនុស្សជាទូទៅគឺសប្បាយតាមទ្វារទាំង6ហ្នឹងណាបានតាមទ្វារទាំង6តាមថ្នែកតាមតាជាតាមច្រមុះតាមដាតហ្នឹងគឺថាសប្បាយចឹងហ្មងដល់ពេលមនុស្សដែលខុសពីសត្វអេលឆាវិញសប្បាយនឹងអស់បងប្អូនណាអានឹងជាលក្ខណៈមនុស្សសប្បាយនឹងអស់
មនុស្សខ្លះបងប្អូនខំប្រឹងជួយគេជួយអស់ពីពោះពីពងឲ្យគេប្រឹងអស់លេងពីក្នុងខ្លួនទៅរួចហើយបានជួយគេអស់ហ្នឹងអស់ហើយរួចហើយសបាយពេញដួងចិត្តសបាយពេញដួងចិត្តនេះជាលក្ខណៈសបាយបែបមនុស្សដល់ពេលអាសបាយទៅតដើមគេបានចូលមកក្នុងផ្ទះឲ្យកូនអញស៊ីកុំខ្វល់រឿងអាណាដឹងតែរឿងអញហ្នឹងដូចសត្វចឹងបងប្អូនមានអីខុសពីសត្វដល់ពេលមនុស្សវិញទេដល់ពេលកលៈថោកចឹងពេកលុយបែបហ្នឹងអញយកមកកើតទេvậyហ៎អញយកមកកើតទេដល់ពេលធ្វើថោកអញ្ចឹងពេកនិយាយឲ្យមូលកាច់លៀបពណ៌អីចឹងអញដូចមានកលៈរបស់អញទៅរួចអាហ្នឹងរឿងមនុស្សអាហ្នឹងរឿងមនុស្សដល់ពេលអាមួយទៀតថាអូកុំទៅខ្វល់អញស្អីក៏និយាយកើតដែរឲ្យតែគេឲ្យលុយអាហ្នឹងសត្វមនុស្សអាហ្នឹងសត្វមនុស្សដល់ពេលមនុស្សវិញកលៈរបស់វាធ្វើមិនកើតគឺធ្វើមិនកើតទេបងប្អូនទឹកខ្លាញ់ធ្វើមិនកើតសបាយនឹងបំរើមនុស្សសេចក្ដីរបស់ខ្លួនគឺសបាយនឹងអស់ដល់ពេលមនុស្សដែលអាត្មានិយមបងប្អូនអាត្មានិយមដែលវាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនដែលខ្ញុំនិយាយថាគឺជាសត្វមួយពួកនៅលើផែនដីបងប្អូនវាគិតតែពីរឿងចូលមកក្នុងខ្លួនរបស់វាមិនអាចស្ទង់អំពីអារម្មណ៍របស់អ្នកដែលលះបង់ទៅរួចហើយសប្បាយបានទេបងប្អូនដែលខ្ញុំនិយាយថាមនុស្សខ្លះខ្សត់សេចក្តីល្អរហូតដល់ពលសេចក្តីល្អមិនត្រូវសោះតទេឈឹងហ្មងណាដឹងបន្ទោសគាត់មិនបើកើតមកតែប៉ុណ្ណឹងឯងអាត្រង់ចំណុចហ្នឹងដែលខ្ញុំចង់បង្រៀនបងប្អូនណាបង្រៀនតទេផងនេះបើឃើញអ្នកបង្រៀនជោគជ័យនោះគេគិតលុយផងឯងបង្រៀនគេតទេហើយគេជេរអត់ឈប់ទៅទៀតណាគេជេរអត់ឈប់ទៅទៀតបងប្អូនពិចារណាមើលហើយខ្ញុំនិយាយថាគេជេរអីចឹងអាពួកខូចហ្នឹងហិតតែសុបាយទៅទៀតខ្ញុំថាបងប្អូនហើយសប្តាហ៍ថ្ងៃហ្នឹងមើលថាខ្ញុំទើសមុខបងប្អូនពេកខ្ញុំសឹងថាទៅរស់នៅស្រុកគេអាបាតទៅរស់នៅក្នុងព្រៃអាបាតឬក៏ស្លាប់ខ្លួនអាបាតចឹងទៅហើយចាំមើលបងប្អូនដែលរស់នៅលើផែនដីហ្នឹងវាសុបាយប៉ុណ្ណាដែលខ្ញុំទៅមុនហ្នឹងណាដូចខ្ញុំធ្លាប់និយាយពីរឿងសាមកុកអានេះឈ្នះអានេះអាឆាវឈ្នះអានោះចុងក្រោយឈ្នះអានោះចាញ់អានោះខ្ញុំថាឥឡូវអាអ្នកឈ្នះទៅណាហើយចុះអ្នកចាញ់ទៅណាហើយទៅក្នុងដីអស់ហើយមានទៅណាវាទៅក្នុងដីអស់ហើយអញ្ចឹងបងប្អូនហូចបន់ឲ្យតែខំវាសនាឲ្យខ្ទាតប្រត់ប្រាស់ពីស្រុកខ្មែរទៅឧទាហរណ៍តែខ្ញុំខ្ទាតប្រត់ប្រាស់ពីស្រុកខ្មែរនឹងទៅបងប្អូនសួរតែបងប្អូននៅរស់នឹងវាបានប្រមាណតិចទៅខ្ញុំក៏ងាប់បន្តិចទៅបងប្អូនក៏វាងាប់ទៅទាំងអស់តែគ្នាអញ្ចឹងណាបងប្អូនដែលបានពិចារណាពីរឿងជីវិតបែបហ្នឹងណាបងប្អូនសប្តាហ៍ខ្ញុំស៊ូនៅលើទីលានហ្នឹងដោយសារខ្ញុំយល់ពីអត្តចរិតខ្មែរដែលពិបាកកោះហ្នឹងណាខ្ញុំឃើញមនុស្សដែលចង់កោះខ្មែរហ្នឹងគឺថាងាប់ទៅបានទទួលតែពាក្យថាអូអាភ្លឺទៅលះបង់អីឥឡូវឃើញងាប់អាក្បត់ជាតិអីខ្ញុំឃើញតែអញ្ចឹងខ្ញុំមកសូវវីរៈបរិជាតិដែលគាត់លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនសពបែបយ៉ាងរួចហើយជួយជាតិខ្មែរអត់បានខ្ញុំមើលដឹងកន្លែងហ្នឹងបងប្អូនបានខ្ញុំស៊ូណាស់បន្ទោះបីខ្ញុំស៊ូប៉ុណ្ណាដែរដូចខ្ញុំធ្លាប់និយាយចឹងថាទឹកសមុទ្រនោះក៏គួងតារីងសមុទ្រក៏គួងតារីងយូរទៅខ្ញុំធ្វើការជាមួយនឹងប្រជាប្រដ្ឋខ្មែរយូរមែនតើទៅបងប្អូនខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដឹងជាសង្គ្រោះអ្នកណាតម្លៃនៃការងាររបស់ខ្ញុំអត់មានខ្ញុំយល់ថាយើងដកតែពាក្យថាជនរួមឈាមរបស់យើងជាតិសាសន៍ខ្មែររបស់យើងដកតែពាក្យនឹងដែលជាពាក្យដែលយើងដាក់នៅខាងក្រៅមិនមែនជាពាក្យដែលកើតមកពីធម្មជាតិឡើយធម្មជាតិបង្កើតតែមនុស្សមិនបានបង្កើតពូជសាសន៍ទេតែយើងដាក់ថាពូជសាសន៍យើងខ្មែរយើងជាតិសាសន៍យើងបើដកតែនឹងកវត្តចោលទៅវាសល់តែមនុស្សដល់ពេលអញ្ចឹងបើសិនជាការងារនៅស្រុកខ្មែរវាគ្មានតម្លៃវាសមនៅតែធ្វើការងារជាមួយនឹងមនុស្សផ្សេងទៀតដែលមានតម្លៃដូចខ្ញុំនិយាយរាល់តែដងថាតើពាក្យថាបងប្អូនក្រុមគ្រួសារបងប្អូនបង្កើតចដូនមួយសាច់សារលោហិតរបស់យើងតើវាមានន័យថាម៉េចណាវាមានខ្លឹមសារថាម៉េចដែលយើងនិយាយថាទោះបីយ៉ាងណាក៏ដោយជាបងយើងជាប្អូនយើងជាក្រុមគ្រួសាររបស់យើងខ្ញុំថារហូតដល់ម៉ែទៅទៀតផងឪទៅទៀតផងដល់កន្លែងហ្នឹងគេថាឯងនិយាយថាម៉ែឪគ្មានគុណទៀតឡើយនេះចុះបើម៉ែម៉េចឪអាម៉េចបលក់អញហ្នឹងអីហើយចុះបើមកលោបអញហ្នឹងហីតើវាមានន័យថាម៉េចអាម៉ែឪអាបងអាប្អូនហ្នឹងឲ្យតែបងប្អូនហ្នឹងគឺថាយើងស្រឡាញ់តែហ្មងអត់មានគិតថាតើបងប្អូនហ្នឹងវាឈឺចាប់ធ្វើបាបយើងសមាជយ៉ាងមិនក៏អត់ទេអីបើបងប្អូនគិតតែរបៀបហ្នឹងសួរថាតើយកម្នាក់សិកាជាមនុស្សទៅគិតសួរថាតើអ្នកដទៃគេអាចចូលមកក្នុងជីវិតរបស់យើងជាបងប្អូនបានទេចូលមិនកើតបើវាស្រឡាញ់តែបងប្អូនវាហ្នឹងយើងអត់ឲ្យតម្លៃទៅលើទឹកចិត្តរបស់អ្នកដទៃផងអញ្ចឹងបានខ្ញុំចេះតែសួរខ្លួនខ្ញុំថាតើពាក្យថាបងប្អូនមានន័យថាម៉េចពាក្យថាបងប្អូនហ្នឹងវាមានន័យថាម៉េចវាមានន័យត្រឹមតែថាកើតពោះជាមួយគ្នាហ្នឹងហើយវាល្មិចមកគាត់តែកើតពោះជាមួយគ្នាវាត្រូវតែស្រឡាញ់គ្នាតែហ្មងនោះអ្នកដតីគេស្រឡាញ់យើងគេរាប់អានយើងគេបដូរស្លាប់បដូររស់ជាមួយយើងម្នាក់សិកាជាមនុស្សយើងយកទៅគិតមើលថាតើយើងគួរឲ្យតម្លៃមនុស្សនឹងយ៉ាងម៉េចហើយចំពោះបងប្អូនរបស់យើងតើយើងត្រូវដោះស្រាយរបៀបម៉េចអញ្ចឹងបានខ្ញុំនិយាយថា
បងប្អូនរបស់យើងម្នាក់សិកាជាមនុស្សប្រាប់យើងថាយើងកើតក្នុងគ្រួសារនឹងយើងមានការទទួលខុសត្រូវយើងជាកូនយើងទទួលខុសត្រូវក្នុងគ្រួសារពេលណាយើងរកស៊ីបានយើងជួយបងជួយប្អូនអញ្ចឹងតាប៉ិនសម្រាប់មโนសញ្ចេតនាយើងត្រូវបែងចែកបើស្នាជាយើងរួមសុខរួមទុក្ខជាមួយបងប្អូនយើងខ្លាំងបងប្អូនយើងក៏វារួមទៅរួមមកជួយទៅជួយមកល្អិតស្អិតល្មួតអានឹងក៏វាស្រឡាញ់គ្នាដោយបងប្អូនក្រុមគ្រួសារអញ្ចឹងទៅដល់ពេលបើស្នាជាបងប្អូននឹងវាមិនសូវទេគឺថាវាមករកតែយើងពិបាកតែយើងដល់ពេលតែវាមានអីស្រួលវាទៅបាត់ទៅដល់ពេលមិត្តភ័ក្តិរបស់យើងវិញជួយសពជួយគ្រប់មិនជួយតែត្រឹមយើងទេទៅជួយដោះបំណុលក្រុមគ្រួសាររបស់យើងទៀតសួរថាតើយើងទុកមិត្តភ័ក្តិរបស់យើងនៅត្រង់ណាមនសិការជាមនុស្សយើងគិតមើលយើងគិតត្រង់ណាយើងពិចារណាតិចមើលថាតើយើងគួរទូទាត់ជាមួយមិត្តភ័ក្តិរបស់យើងយ៉ាងម៉េចទូទាត់ជាមួយនឹងគ្រួសារយើងយ៉ាងម៉េចសួរថារឿងចឹងពីណាប្រាប់ថាអត់មានពីណាប្រាប់ទេមនសិការរបស់យើងប្រាប់ពីព្រោះមនុស្សមានមនសិការគិតយូរទៅឃើញសម្រាប់ខ្ញុំថាក្រុមគ្រួសារគ្រាន់តែជាពាក្យមួយដែលយើងសម្គាល់ទេវាមិនមែនជាត្រូវតែមានទស្សនៈថាយើងត្រូវតែស្រឡាញ់ក្រុមគ្រួសារយើងជាងអ្នកដទៃគំនិតបែបហ្នឹងវាធ្វើឲ្យយើងបាត់ផ្លូវសម្រាប់មនុស្សដែលគេល្អជាមួយយើងហាក់បីដូចជាមនុស្សអត់ចេះបែងចែកគុណនិងទោសអញ្ចឹងចូលជ្រៅជានឹងបន្តិចទៀតខ្ញុំថាគ្រប់តំណាក់តំណងទាំងអស់បងប្អូនជាពិសេសតំណាក់តំណងដែលវាបង្កើតនៅភាពចិត្តដិតវាមានមិត្តភ័ក្តិចិត្តដិតប្តីប្រពន្ធម៉ែឪពូមីងក្រុមគ្រួសារអញ្ចឹងទៅឲ្យតែតំណាក់តំណងវាបង្កើតឡើងដោយចំណង2បងប្អូនរៀនគិតបង្កើតឡើងដោយចំណង2ទី1គឺចំណងដែលយើងធ្លាប់ធ្វើល្អជាមួយនឹងគ្នាទៅវិញទៅមកអានឹងបើវាធ្វើដោយមនោសញ្ចេតនាវាគឺបង្កើតបាននៅគុណស្រ័យណាបើយើងធ្វើល្អទៅលើគ្នាទៅវិញទៅមកវាបង្កើតបានជាគុណស្រ័យអូយវាល្អជាមួយខ្ញុំណាខ្ញុំកំពុងខ្វះខាតដល់ណែវាឲ្យខ្ញុំមកជាចឹងណាអានឹងវាបង្កើតបានជាគុណស្រ័យបងអើយពួកម៉ាក់ខ្ញុំមួយនឹងឬក៏គ្រួសារខ្ញុំមួយប្តីខ្ញុំបងអើយពេលហ្នឹងគ្រួសាររបស់ខ្ញុំពិបាកវេទនាបែបនេះគាត់ជួយគ្រួសារខ្ញុំច្រើនណាស់ជួយដោយមនោសញ្ចេតនាវាបង្កើតបានជាគុណស្រ័យសងមិនរួចទេបងប្អូនគុណស្រ័យសងមិនរួចទេវាទៅជាបងទៅជាប្អូនសងមិនរួចទេប៉ុន្តែបាសនាជាគេធ្វើមកលើយើងគេហៅហត់ទឹកសម្លឹងការអានឹងអត់មានជាពាក់គុណជាពាក់ស្រ័យហ្នឹងគឺជាពាក់បំណុលអានឹងសងរួចណាគេជួយយើងមកពួកគេចង់ចងការប្រាក់មួយយើងគេដឹងថាយើងនឹងវាត្រង់វាអីរ៉ូស៊ីជាមួយគ្នាអញ្ចឹងទៅអីចឹងអ្នកខ្លះបែងចែកប៉ុន្មាននេះកន្លែងហ្នឹងអូយគេធ្លាប់មានគុណលើខ្ញុំគុណតោះតែទឹកចិត្តរបស់គេចង់ជួយយើងដោយស្មោះត្រង់អានេះគេសម្លឹងការហ្នឹងដូច្នេះសម្លឹងថាស្អីបានទៅវិញណាគេជួយមនុស្សគេរើសមុខថាណាធ្វើអីត្រឡប់ទៅវិញណាវាមិនមែនជាពាក់គុណទេអានឹងគឺហៅជាពាក់បំណុលខ្ញុំនិយាយម្ដងទៀតណាអានឹងគឺបែងចែកដោយមនសិការរបស់យើងអត់មានណាប្រាប់ទេខ្ញុំគិតឃើញអញ្ចឹងឥឡូវបងប្អូនគិតមើលដូចខ្ញុំអត់នឹងទី1គឺថាបើយើងល្អជាមួយគ្នាធ្វើល្អទៅវិញទៅមកវាបង្កើតបានជាគុណស្រ័យរវាងគ្នាទៅវិញទៅមកអូយបងហើយបងកាលពីជំនាន់នោះមិត្តភក្តិខ្ញុំម្នាក់នេះវាជួយខ្ញុំប៉ុណ្ណានឹងគុណរបស់វាខ្ញុំមិនភ្លេចទេបងអើយនឹងវាបង្កើតបានជាចំណងគុណស្រ័យទី2វាបង្កើតបានជាចំណងមនោសញ្ចេតនាណាដែលខ្ញុំនិយាយថាការរាប់អានគ្នាការប្រស្រ័យតាក់ទងប្តីប្រពន្ធក៏ដោយក្រុមគ្រួសារក៏ដោយម៉ែឪក៏ដោយមិត្តភ័ក្តិក៏ដោយវាបង្កើតចំណងពីរហ្នឹងទី1គឺចំណងគុណស្រ័យឬចំណងបំណុលទី2គឺវាបង្កើតបានជាមនោសញ្ចេតនាពីរហ្នឹងត្រូវយល់ឲ្យបានម្ដាយឪពុកដែលរស់នៅជាមួយនឹងយើងដែលជាកូនគាត់បានធ្វើល្អមកលើយើងសពគ្រប់បែបយ៉ាងទាំងអស់នោះគឺជាគុណដែលគាត់បានធ្វើមកលើយើងជំពាក់គុណគាត់ផងរួចហើយយើងមានចំណងមនោសញ្ចេតនាគឺមានន័យថាយើងជាប់ជំពាក់ផ្លូវចិត្តជាមួយនឹងគាត់ហ្នឹងស្រឡាញ់គាត់អញ្ចឹងទៅហ្នឹងរាល់ចំណងទាំងអស់មិត្តភ័ក្តិក៏អញ្ចឹងពេលណាជួយគ្នាទៅវិញទៅមកទៅវាបង្កើតជាគុណស្រ័យដែលមានទៅមានមកអញ្ចឹងទៅវាបង្កើតជាចំណងមនោសញ្ចេតនាដល់ពេលមានពេលខ្លះចំណងនៃមនោសញ្ចេតនាត្រូវបានវាយបំបាក់ឲ្យរួញទៅវិញគាត់ធ្វើល្អជាមួយយើងបង្កើតបានជាមនោសញ្ចេតនាឧទាហរណ៍ថាម៉ែឪយើងនៅមួយគាត់ពីទូមកគាត់ធ្វើល្អជាមួយយើងគាត់ស្រឡាញ់យើងគាត់ចិញ្ចឹមបីបាច់យើងវាមានមនោសញ្ចេតនាហ្នឹងណា
ដល់ពេលមានមនោសញ្ចេតនាសន្នូចេតនាដែលគាត់បានធ្វើមកលើយើងនោះវាដោះជួនកាលមកទឹកចឹងទៅគាត់នៅមួយគាត់យូរ2ទឹកនៅ3ទឹកទៅ4ទឹកទៅ5ទឹកទៅឡើង1ម៉ែត្រ2ម៉ែត្រ3 4 5ម៉ែត្រស្រាប់តែឡើងដល់10ម៉ែត្រដល់ពេលយើងវាធំមកលេងគាត់ចាប់ដើមវាយវិញគាត់វាយអាលបងមនោសញ្ចេតនាហ្នឹងប៉ុន្តែគុណស្រ័យនៅអាគុណស្រ័យដែលយើងនឹងយើងត្រូវទទួលទាត់ប៉ុន្តែមនោសញ្ចេតនាគាត់ចាប់ដើមគាត់យកខ្លួនគាត់គឺជាធំហ្មងគឺថាគាត់មិនបានគិតថ្លឹងថ្លែងក្នុងដួងចិត្តរបស់គាត់ហ្នឹងណាថាតើគាត់ស្រឡាញ់កូនគាត់ស្រឡាញ់កូនឬក៏គាត់ស្រឡាញ់ខ្លួនគាត់យកខ្លួនគាត់ជាធំជាទូទៅគាត់និយាយថាគាត់ស្រឡាញ់កូនប៉ុន្តែគាត់អត់ស្គាល់ក្នុងខ្លួនរបស់គាត់ថាគាត់មិនស្រឡាញ់កូនទេគឺគាត់យកខ្លួនគាត់ជាធំកូនមានការឈឺចាប់បណ្ណាក៏ដោយគឺគាត់អត់រវល់ទាំងអស់គាត់បង្ខំកូនឲ្យតាមគាត់ហើយគាត់ថាអញស្រឡាញ់ហែងបានអញធ្វើអញ្ចឹងពេលហ្នឹងអារម្មណ៍របស់យើងជាកូនណាមនោសញ្ចេតនាដែលគាត់បានកសាងណាវាចាប់ផ្ដើមប៉ះពាល់អាគុណស្រ័យនៅដដែលអត់ទាន់សងគាត់រួចទេក៏ប៉ុន្តែមនោសញ្ចេតនាបានចាប់ប៉ះពាល់យើងចេះតែនិយាយថាម៉ែអើយខ្ញុំវាអញ្ចេះព្រោះខ្ញុំធ្វើនឹងព្រោះអញ្ចេះគាត់មិនបានស្វែងយល់ពីកូនទេបើគាត់ស្រឡាញ់កូនច្បាស់ណាស់គាត់ត្រូវតែស្វែងយល់ពីកូនមនុស្សតែស្រឡាញ់គឺដាច់ខាតមកពាក្យថាស្រឡាញ់គឺត្រូវតែរុញច្រានបណ្ដាលឲ្យចិត្តហ្នឹងស្វែងយល់ពីបុគ្គលហ្នឹងកាលពីតូចយើងចង់បានតុក្កតាគាត់ដឹងចិត្តកូនថាចង់បានតុក្កតាវាយកមកលេងគាត់ទិញតុក្កតាឲ្យចង់បានឡានជ័រគាត់ទិញឡានជ័រឲ្យដល់ពេលយើងធំទៅយើងថាម៉ែខ្ញុំចង់បានឡានជ័រគាត់យល់ថាខុសគាត់ទៅវាយឡានជ័រយើងបំបែកយើងចេះតែឆ្ងល់ថាហេតុអ្វីបានម៉ែស្រឡាញ់យើងរួចហើយយើងចង់បានអានឹងគាត់អត់ស្វែងយល់ពីយើងណាយើងគាត់អត់ស្វែងយល់ពីយើងឧបមាថាកូនខ្លះវាកើតមកវាមានមនសិការខ្ពស់វាចេះគិតសង្គមវាមានអារម្មណ៍ថាខ្លួនរបស់វានឹងបើរស់នៅដើម្បីតែខ្លួនឯងវាដូចថាវាអសិលធម៌ផងវាអត់តម្លៃជាមនុស្សផងវាក៏ចូលរួមក្នុងនយោបាយណាមួយដែលវាយល់ថាត្រឹមត្រូវដល់ពេលម៉ែឪជាមនុស្សអាត្មានិយមគាត់អត់ស្វែងយល់ទេគឺគាត់បខំកូននឹងឲ្យធ្វើតាមគាត់រហូតមនុស្សតែស្រឡាញ់ស្វែងយល់ហ្នឹងបងប្អូនមនុស្សតែស្រឡាញ់ស្វែងយល់មនុស្សប្រុសម្នាក់ដែលស្រឡាញ់ស្រីម្នាក់ហើយចង់ផ្ដល់តម្លៃឲ្យស្រីនឹងចង់ផ្ដល់នៅការផ្ដល់ឲ្យក្នុងជីវិតថាមនុស្សស្រីនឹងគឺជាមនុស្សមានតម្លៃក្នុងចិត្តរបស់យើងរៀបការដើម្បីផ្ដល់ឲ្យនៅភាពកក់ក្ដៅដល់នាងណានាងចង់បានអីគឺត្រូវតែទៅស្វែងយល់ខ្ញុំមិនថាផ្ដល់ឲ្យណាខ្ញុំមិនថាត្រូវធ្វើតាមណាច្រឡំមិនធ្វើតាមទេគឺស្វែងយល់ថាអូនហើយបងស្វែងយល់ហើយអ្វីដែលអូនកំពុងតែធ្វើនឹងអ្វីដែលអូនកំពុងតែចង់បាននឹងបងស្វែងយល់រួចហើយអូនខុសទេណែបងបញ្យល់អូនត្រង់ចំណុចនេះអាត្រង់ហ្នឹងដែលខ្ញុំមានមេរៀនខ្លះទៀតដែលសភៅខ្ញុំសរសេរខ្ញុំនិយាយថាការរស់នៅបងប្អូនជាពិសេសគឺប្តីប្រពន្ធសង្សារនឹងគ្នាវាចិត្តគ្នាណាស់បងប្អូនដូចត្បាល់កិនម្សៅអញ្ចឹងបើយើងវាឃ្លាតពីគ្នាចូលដុំថ្មមួយក៏វាមិនឈឺដែរបើមនុស្សដែលយើងអត់ស្រឡាញ់គេធ្វើអីធ្វើទៅទៅណាមិនហៅយើងក៏យើងរវល់ដែរប៉ុន្តែដល់ពេលមនុស្សដែលយើងស្រឡាញ់វាងាយនឹងប៉ះទង្គិចហើយដូចត្បាល់ថ្មអញ្ចឹងវាកិននៅក្បែរគ្នាតែដុំខួរទូចមួយចូលក៏វាស្គៀបវាល្មមដែរព្រោះយើងស្រឡាញ់អញ្ចឹងដើម្បីឲ្យមនុស្សវាស្រឡាញ់គ្នាឲ្យស្មោះមែនណាគឺថាមនុស្សពីរនាក់មករៀបការជាមួយគ្នាដើម្បីឲ្យទៅជាជីវិតតែមួយមែននោះណាវាត្រូវរស់នៅដោយមានគោលការណ៍វាអត់មានអ្នកណាមួយរស់នៅដោយឥតមានគោលការណ៍ប្តីប្រពន្ធណារួចហើយស្រឡាញ់គ្នាមានមនោសញ្ចេតនាគ្នាស្អិតល្មួតទេវាអត់ទេខ្ញុំថាអត់ហ្មងគឺมันអាចហ្មងបើมันបានទៅជែកគ្នាជាគោលការណ៍ខ្លះគឺมันអាចទេជួនកាលមនុស្សខ្លះវាមិនដឹងថាគ្រួសារហ្នឹងស្រឡាញ់គ្នាមនោសញ្ចេតនាមួយគ្នាមិនផងគ្រាន់តែដូចថាវាមិនសូវចេះឆ្លោះគ្នាអីចឹងប៉ុន្តែមិនស្រឡាញ់គ្នាអីប្រហែលអត់មានស្រឡាញ់គ្នាអីទេវាគ្រាន់តែវាមិនសូវឆ្លោះគ្នាប្រពន្ធស្លូតចឹងទៅបង្កើតកូនឲ្យប្តីចឹងទៅប៉ុន្តែវាមិនបានបង្កើតមនោសញ្ចេតនាជ្រាលជ្រៅដើម្បីបង្កើតមនោសញ្ចេតនាជ្រាលជ្រៅបានណាបងប្អូនវាទាល់តែមានគោលការណ៍អាគោលការណ៍ហ្នឹងវាទាល់តែយើងនិយាយគ្នាពីព្រោះតែពេលណាមនោសញ្ចេតនាជ្រៅគឺមានន័យថាវាគៀកគ្នាមែនតើហើយបើគៀកគ្នាមែនតើរស់នៅដោយគ្មានគោលការណ៍ទេដាច់ខាតត្រូវតែមានចំនួនអញ្ចឹងពេលរៀបការកាន់ដៃប្តីប្រពន្ធនិយាយគ្នាហ្មងបងសម្រាប់យើងត្រូវរស់នៅក្នុងគោលការណ៍មួយមានការអ្វីក៏ដោយយើងត្រូវតែនិយាយគ្នាណាគោលការណ៍ទី1មានការអ្វីក៏ដោយយើងត្រូវតែនិយាយគ្នាណានិយាយគ្នាបន្ទាប់ពីនិយាយគ្នា
គឺថាយើងឈរលើគោលការណ៍ហេតុផលបងតាមអូនក៏មិនត្រូវអូនតាមបងក៏មិនត្រូវយើងត្រូវយល់ឲ្យច្បាស់ថាយើងបង្កើតគ្រួសារមកមិនមែនដើម្បីចង់ឈ្នះចង់ចាញ់ទេបងអូនមិនមែនជាធាតុធំជាងគេក្នុងគ្រួសាររបស់យើងទេឧទាហរណ៍ថាគឺថាអញធំជាងគេតែហ្មងប្តីត្រូវតែធ្វើតាមអញវាធំជាងគេអូនមិនមែនចឹងទេបងឧបមាថាដូចអ្នកខ្លះរៀបការថាណែថ្ងៃណាពេលដែលបាច់ការស្លាប់ហើយងើបឡើងដើម្បីធូតប្តីអីមនុស្សមកពិភពលោករាប់ពាន់លានអ្នកគ្រាន់តែពីរអ្នកប្តីប្រពន្ធហ្នឹងឲ្យទៅជាគោលការណ៍មួយដែលរស់នៅស្រឡាញ់គ្នាកុំចង់ឈ្នះចាញ់គ្នាគឺអត់អញក៏វាធំម៉េះរហូតដល់ប្តីហើយនៅចង់ឈ្នះគឺអញហ្នឹងត្រូវតែធំជាងប្តីទៅទៀតតែហ្មងអីក៏វាសម្បើមម៉េះបងប្អូនគិតអីក៏គិតដល់ថ្នាក់ហ្នឹងបងប្អូនពិចារណាមើលចិត្តបងប្អូនក៏អាក្រក់ម៉េះហើយសង្គមខ្មែរភាគច្រើនគឺអញ្ចឹងបច្ចេកកូនបច្ចេកអីងើបឲ្យលឿនដើម្បីឲ្យឈ្នះប្តីសម្រាប់មនុស្សម្នាក់ដែលរៀបការរួចហើយចង់ចែករំលែកអត់មានអារម្មណ៍បែបហ្នឹងទេគឺថាបងពេលណាដែលយើងរៀបការជាមួយគ្នាបងតាមអូនក៏មិនត្រូវអូនតាមបងក៏មិនត្រូវគឺយើងឈរលើគោលការណ៍ហេតុផលអូននិយាយទៅបងត្រូវស្ដាប់មែនតើណាបងមិនមែនថាបងគិតយ៉ាងម៉េចបងគិតរួចហើយចាំតែដល់ពេលវេនបងនិយាយគឺបងនិយាយបងមិនស្ដាប់អូនមិនមែនចង់ទេអូបងគឺថាយើងរៀបការមកមិនមែនដើម្បីឆ្លោះគ្នាទេបងយើងរៀបការមកដើម្បីស្រឡាញ់គ្នាដើម្បីសប្បាយក្នុងក្រុមគ្រួសារបើបងធ្វើអញ្ចឹងវាបានតែរឿងចង់ឈ្នះចង់ចាញ់គ្នាមកតើរៀបការធ្វើអីបងយើងរៀបការមកធ្វើអីយើងរៀបការដើម្បីឲ្យជីវិតរបស់យើងវាស្រស់ថ្លាខ្ញុំនៅម្នាក់ឯងក៏ខ្ញុំអបសុខដែរខ្ញុំចង់បានមនុស្សម្នាក់ជាគូជីវិតរបស់ខ្ញុំហើយបើមកដើម្បីឆ្លោះគ្នាដដែលបងសួរតើតែរៀបការធ្វើអីអញ្ចឹងពេលដែលមានទំនាស់ឬក៏ទាំងទិសគ្នាក្នុងកំណត់ណាមួយគឺពិតជាស្មោះត្រង់មែនណាបងគឺយើងពិតជាទៅចែកគ្នាដោយក្តីស្មោះត្រង់មែនបងគោរពខ្ញុំគោរពបងយើងទៅចែកលើហេតុលើផលអូនតាមបងក៏មិនត្រូវបងតាមអូនក៏មិនត្រូវគឺដាច់ខាតយើងត្រូវតែទៅចែកលើហេតុផលនេះគឺជាគោលការណ៍ទី2ដល់គោលការណ៍ទី3បងយើងជីវិត2បើស្នាជាយើងយកជីវិតរបស់មនុស្សម្នាក់មកគ្រប់គ្រងមនុស្សម្នាក់ទៀតរស់មិនកើតទេបងជីវិត2វាត្រូវតែមានសេរីភាព2ដូច្នេះរាល់ការឲ្យយោបល់បងគ្រាន់តែឲ្យយោបល់ដោយលំអិតខ្ញុំក៏ដូចគ្នាឈរលើគោលការណ៍នឹងដូចគ្នាបងខ្ញុំឲ្យហេតុផលទៅបងយ៉ាងលំអិតរួចហើយខ្ញុំទុកសេរីភាពពេញទំហឹងពីព្រោះបងជាមនុស្សដូច្នេះបងមានសិទ្ធិសេរីភាពក្នុងការអាកាត់ខ្ញុំមិនយកសិទ្ធិជាប្តីខ្ញុំមិនយកសិទ្ធិជាប្រពន្ធទៅអាកាត់ទៅសកត់ទៅគ្របដណ្ដប់ទេបងខ្ញុំយល់ច្បាស់ណាស់អំពីភាពឈឺចាប់នៃអ្នកដទៃដែលគេយកសិទ្ធិសេរីភាពរបស់គេមកសង្កត់មនុស្សម្នាក់ខ្ញុំយល់ពីការឈឺចាប់ណាស់ដូច្នេះបងកុំធ្វើជាមួយខ្ញុំអញ្ចឹងហើយខ្ញុំក៏មិនធ្វើជាមួយនឹងបងអញ្ចឹងពេលណាបងឃើញខ្ញុំខុសបងឃើញខ្ញុំមិនត្រឹមត្រូវបងឲ្យហេតុផលរួចហើយទុកឲ្យខ្ញុំសម្រេចចិត្តណាបងខ្ញុំក៏ធ្វើអញ្ចឹងចំពោះបងក៏ធ្វើអញ្ចឹងចំពោះខ្ញុំណែអាហ្នឹងគេហៅគោលការណ៍រស់នៅត្រូវមានគោលការណ៍បើរស់នៅគ្មានគោលការណ៍ទេមនុស្សនឹងមិនអាចរស់នៅជិតស្និទ្ធគ្នាស្រឡាញ់គ្នាជាជីវិតមួយមិនអាចទោះបីឃើញប្តីប្រពន្ធហ្នឹងត្រូវគ្នាល្អុកល្អើនកើតកូនមកអីហ្នឹងគ្រាន់តែចេះរស់នៅកំដរគ្នាទៅគ្មានស្អិតល្មួតស្អីទេតែស្អិតល្មួតហើយគឺវាត្រូវតែទៅហើយបើរស់នៅគ្មានគោលការណ៍វាមិនទឹះងាប់ទេវាមិនឆ្លោះគ្នាងាប់ទេព្រោះគៀកគ្នាណាវាកាន់តែគៀកគ្នាទៅតែគៀកគ្នាទៅហ្នឹងហើយដែលធ្វើឲ្យជីវិតផ្អែមល្ហែមគៀកគ្នាទៅហ្នឹងហើយដែលវាត្រូវមានគោលការណ៍ដើម្បីកុំឲ្យវាប៉ះទង្គិចគ្នាដល់ពេលយើងច្បាស់នៅលើគោលការណ៍ថាយើងរៀបការមកមិនដើម្បីចាញ់ឈ្នះគ្នាទេណាបងដើម្បីបង្កើតជីវិតរបស់យើងឲ្យបានសេចក្តីសុខឲ្យវាមានជីវិតស្រស់ថ្លាដូច្នេះរឿងអីដែលខ្ញុំចង់ឈ្នះបងខ្ញុំមិនចង់ឈ្នះបងទេខ្ញុំគ្រាន់តែចង់ឲ្យបងគិតពីកន្លែងហ្នឹងពួកខ្ញុំយល់ថាខុសយល់ថាត្រូវបើបងប្អូនដើរក្នុងគោលការណ៍បែបហ្នឹងគឺជីវិតរបស់បងប្អូនណាជីវិតប្តីប្រពន្ធហ្នឹងគឺយល់គ្នាអញ្ចឹងរឿងអ្វីទាំងអស់គុំសំបីតែប្តីប្រពន្ធម៉ែឪក៏ត្រូវរស់នៅក្នុងគោលការណ៍បែបហ្នឹងដែរម៉ែមិនអាចយកសិទ្ធិជាម្ដាយមកគ្របដណ្ដប់កូនថាអញជាម៉ែថ្ងៃអញត្រូវថ្ងៃត្រូវតែធ្វើតាមអញដល់ពេលគាត់ធ្វើអញ្ចឹងយូរបងប្អូនស្ពានមនោសញ្ចេតនារបស់គាត់ហ្នឹងណាដែលគាត់បានកសាងជាមួយយើងត្រូវបានបំផ្លាញកាលដំបូងដៃពីក្មេងមកយើងស្រឡាញ់យើងមិនដឹងថាម៉ែយើងគាត់រស់នៅខ្លួនគាត់ធំជាងយើងអត់ដឹងខ្លួនគាត់ជាបឋមប្រធានធំជាងយើងមិនដឹងយើងស្រឡាញ់ម្ដាយយើងឃើញគាត់ធ្វើអីជាមួយយើងដល់ពេលយើងធំទៅបានដឹងថាអូម៉ែអញធំហ្មងអញធំ
ដល់ពេលយើងគាត់ឃើញអីទៅតាមគោតាមគាត់រហូតដល់ពេលអញ្ចឹងវានៅសល់គុណស្រ័យដែលយើងជាពាក់គាត់ដែលគាត់ចិញ្ចឹមជាសាច់ជាឈាមរបស់យើងយើងធំធាត់យើងស៊ីបាយគាត់ហើយយើងជាពាក់ហើយមនោសញ្ចេតនាគាត់ចេះតែដំរាល់ថ្ងៃដំវាយវាស្រញទៅវារួញទៅដល់ពេលរួញមានពេលខ្លះម្ដាយឪពុកខ្លះអស់ហ្មងបងប្អូនអស់ណារហូតដល់គាត់ហាមាត់កាត់កាលកូនគាត់ចោលបានណាកូនដែលគោរពម្ដាយឪពុកស្រឡាញ់ម្ដាយឪពុកស្រក់ទឹកភ្នែកម៉ាត់នៅក្នុងចិត្តថាបើអញជាម្ដាយវិញអញមិនអាចហាមាត់បែបហ្នឹងចំពោះកូនបានទេហេតុអ្វីបានម្ដាយឪពុកអញគាត់ហាមាត់អញ្ចឹងចំពោះកូនបានណាដល់ពេលអញ្ចឹងអាស្ពានមនោសញ្ចេតនានឹងវាយខ្ទេចអស់ដល់ពេលយើងយករឿងហ្នឹងទៅប្រាប់គេក្នុងចិត្តរបស់យើងវាអស់ទៅគាត់ជ្រុកជ្រេញយើងយកទៅប្រាប់គេអ្នកដែលវាមានអាកំណត់ទស្សនៈនឹងវាខ្លីវាស្រាលដឹងនិយាយថាម៉េចអូយម៉ែយើងកូនហើយកូនគាត់ថាគាត់ស្ដីឲ្យគាត់ចង់ស្រឡាញ់ហើយអាចិត្តរបស់យើងវាចាក់អត់ចំវាចាក់មិនចំវាមានអារម្មណ៍ដូចទទួលយកមិនបានសម្រាប់ពូវិញពូប្រាប់ថាទោះបីជាម្ដាយឪពុកក៏ដោយទោះបីជាបងប្អូនក៏ដោយទោះបីជាប្តីប្រពន្ធក៏ដោយទោះបីជាមិត្តភក្តិក៏ដោយគឺវាបង្កើតនៅចំណងពីរអញ្ចឹងល្អទៅវិញទៅមកវាបង្កើតបានជាគុណស្រ័យអាល្អទៅវិញទៅមកវា build up នៅមនោសញ្ចេតនាកាលណាមនោសញ្ចេតនានឹងត្រូវបានវាយសំពងដល់កន្លែងមួយយើងអស់ចិត្តមិនដឹងអស់ចិត្តធម្មតាទេនេះអស់ចិត្តនឹងឪពុកចុះបើគាត់លបចូលបន្ទប់យើងច្រើនដងហ្នឹងគាត់ធ្វើបាបយើងគាត់អីយើងសក់បែបសក់យ៉ាងអញ្ចឹងដល់ពេលអញ្ចឹងថាទោះបីយ៉ាងណាក៏នៅតែឪពុកដែរបងប្អូនអាមនោសញ្ចេតនាហ្នឹងវាអស់វាតិចអស់លីងហ្មងយើងមិនអាចកុហកខ្លួនយើងបានទេយើងមិនអាចទៅស្ដាប់ពាក្យអ្នកដទៃគេថាអូទោះបីយ៉ាងណាក៏ជាឪពុកជាម្ដាយខ្ញុំមិនដឹងថាតើម្ដាយឪពុកធ្វើដល់កម្រិតណាទេតែកូនវាអស់ចិត្តហ្នឹងប៉ុន្តែខ្ញុំគ្រាន់តែគាំទ្រថាវាដល់កលៈមួយដែលត្រូវតែអស់ចិត្តពីព្រោះមនោសញ្ចេតនាពីក្មេងគាត់តែកសាងដល់ពេលឥឡូវគាត់តែវាយគាត់វាយខ្ទេចអាមនោសញ្ចេតនាហ្នឹងសួរថាតើជាមនុស្សម្នាក់សិកាបើយើងត្រូវទូទាត់ឲ្យគាត់យ៉ាងម៉េចអាមនោសញ្ចេតនាហ្នឹងវាអស់ទៅវិចប្រវិចចេញពីផ្ទះហ្មងបើសិនណាជាយើងជាម្ដាយជាឪពុកយើងថ្លឹងអារម្មណ៍របស់យើងថាយើងមិនអាចធ្វើបែបហ្នឹងចំពោះកូនបានទេស្រាប់តែម៉ែរបស់យើងឪរបស់យើងគាត់ធ្វើបែបហ្នឹងចំពោះកូនបានគ្មានទីពឹងសោះវិចប្រវិចចេញទៅម៉ែអាចសម្លឹងឃើញកូនដើរចេញទៅបានសួរថាតើមនោសញ្ចេតនាយើងវាខ្ទេចខ្ទាំប៉ុណ្ណាវាអស់ក្នុងផ្លូវចិត្តក៏ប៉ុន្តែសួរថាតើយើងនៅជាពាក់អីលែងគុណស្រ័យណាព្រោះគុណស្រ័យវាជាអំពើល្អរបស់គាត់ដល់នេះវាលែងជាអំពើល្អសល់តែបំណុលវាបំណុលយើងជាពាក់គាត់អញ្ចឹងបើថ្ងៃក្រោយគាត់អត់លុយគាត់អីយើងនៅឲ្យអញ្ចឹងប៉ុន្តែមនោសញ្ចេតនាជាឪពុកម្ដាយវាអស់ជាឪពុកម្ដាយចុះបើអ្នកដទៃគេល្អជាមួយយើងទៅរស់នៅជាមួយគេស្រឡាញ់គេយល់ចិត្តយើងគេធ្វើតម្រូវចិត្តយើងគេស្វែងយល់ពីយើងសួរតើយើងទុកគេជាអ្វីទុកគេជាម៉ែក្រៅផ្ទៃណាបងប្អូនពិចារណាមើលម៉ែក្រៅផ្ទៃចុះបើម៉ែយើងបង្កើតគេថាអូទោះបីយ៉ាងណាក៏ម៉ែយើងបង្កើតបើគាត់វាយមនោសញ្ចេតនាខ្ទេចអស់អញ្ចឹងជួនកាលគាត់មិនចិញ្ចឹមផងបើនៅក្នុងនាមយើងជាកូនមនសិការរបស់យើងប្រាប់ថាទោះបីគាត់មិនបានចិញ្ចឹមយើងក៏ដោយមនសិការរបស់យើងគ្មានជាពាក់គុណនៃគាត់ទេក៏ប៉ុន្តែយើងនៅតែបានផ្ដល់ឲ្យប៉ុន្តែផ្ដល់ឲ្យក្នុងកម្រិតណាមួយសមរម្យដែលគាត់មិនបានចិញ្ចឹមយើងគាត់មិនបានបង្កើតមនោសញ្ចេតនាឲ្យយើងមនុស្សវាអញ្ចឹងណាបងប្អូនគិតយូរទៅឃើញថាវាត្រូវតែបែងចែកអញ្ចឹងទៅមកវាត្រូវតែបែងចែកអញ្ចឹងពីព្រោះអារឿងមនោសញ្ចេតនាហ្នឹងវា build up ដោយទំនាក់ទំនងល្អជាមួយគ្នាយូរវាកើតដល់ពេលទំនាក់ទំនងនេះវាធ្វើឲ្យឈឺចាប់យូរទៅវាស្រុតចុះមកវិញឧទាហរណ៍ដូចជាខ្ញុំលើកឧទាហរណ៍មួយអំពីរឿងម្ដាយមួយដែលគាត់ស្រឡាញ់កូនគាត់ជាបេះដូងជាសួតជាប្រមាត់ជាថ្លើមជាជីវិតរបស់គាត់ក្មេងម្នាក់ហ្នឹងវាជាជនជាតិចាមវាស្ដាប់ LDP យល់វាថាពូអើយម្ដាយខ្ញុំគាត់ជាជនជាតិចាមគាត់មនុស្សចាស់រស់នៅក្នុងប្រពៃណីពូដឹងហើយសាសនាមូស្លីមគាត់មិនងាយយល់ទេអ្វីដែលខ្ញុំចង់ឲ្យគាត់យល់ច្រើនជាងគេបំផុតណាមិនមែននយោបាយទេពូខ្ញុំចង់ឲ្យគាត់យល់អំពីសាសនាខ្ញុំអាណិតម្ដាយខ្ញុំខ្លាំងណាស់ពីព្រោះម្ដាយខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់ហើយកូនទាំងអស់គ្នានឹងគាត់ស្រឡាញ់ខ្ញុំជាងគេហ្មងពូតែ6 7ឆ្នាំហើយខ្ញុំប្រាប់គាត់មិនយល់តតសោះពូគាត់មិនយល់គាត់មិនអាចយល់បានជាស្រីចំណាស់ម្នាក់ហើយរស់នៅក្នុងប្រពៃណីសាសនាយូរគាត់យល់អត់បានទេពូគាត់យល់ពីច្បាប់ធម្មជាតិអត់បានខ្ញុំអាណិតម្ដាយខ្ញុំមែនតែនម្ដាយខ្ញុំអត់យល់តតសោះពូឲ្យពូមានរឿងមួយដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកគាត់អត់យល់អីទាំងអស់ណាពូពេលដែលខ្ញុំសម្រេចចិត្តឈរឈ្មោះឲ្យគណៈបកយើងខ្ញុំចោះឈ្មោះទៅឈរខ្ញុំនឹកនឹងចិត្តថាគាត់អត់យល់គាត់ជាខាត់ខ្ញុំមិនឲ្យធ្វើនយោបាយមិនធ្វើអីផងអញ្ចឹងគាត់មិនយល់ពីមនោសញ្ចេតនារបស់ខ្ញុំចំពោះពូជសាសន៍ប៉ុន្តែគាត់ដឹងតែស្រឡាញ់កូន
ដល់ពេលខ្ញុំសម្រេចចិត្តទៅឈរឈ្មោះខ្ញុំមិនចង់ឲ្យគាត់ដឹងផងពូហើយពូមិនដឹងជាយ៉ាងម៉េចស្រាប់គាត់ទៅចោះឈ្មោះឈរជាអ្នកសង្កេតការឲ្យកូនគាត់អត់យល់អីទាំងអស់ប៉ុន្តែដើម្បីកូនគាត់ទៅពូពិចារណាមើលហើយការិយាល័យវាច្រើនខ្ញុំនៅការិយាល័យផ្សេងគាត់នៅការិយាល័យផ្សេងខ្ញុំអត់ដឹងថាម៉ែខ្ញុំទៅចុះឈ្មោះសង្កេតការសោះដល់ពេលគាត់ទៅរាប់ស្លឹកខ្នោតមកវាបានតិចគាត់រត់មកផ្ទះវិញគាត់ថាកូនអើយចាញ់គេឲ្យកូនហាម៉ែឯងទៅធ្វើម៉េចហ្នឹងម៉ែទៅសង្កេតការឲ្យកូនឯងថាកូននោះវាស្រក់ទឹកភ្នែកនឹងហើយដែលគាត់មិនពេញចិត្តចំពោះកូនរបស់គាត់ទេរឿងធ្វើការងារហ្នឹងប៉ុន្តែកូនជាត្រួយជីវិតរបស់គាត់ធ្វើដើម្បីកូនតែមនុស្សខ្លះបងប្អូនគាត់អត់យល់ពីអារម្មណ៍របស់គាត់ថាគាត់ធ្វើដើម្បីខ្លួនឯងសោះគាត់ខ្លួនឯងធំជាងកូនណាគាត់អត់យល់សោះគាត់ជឿថាអញធ្វើនឹងអញធ្វើឲ្យហែងល្អហែងមកតាមអញហែងស្អីបើហែងតាមអញឲ្យផ្ទះឲ្យសម្បែងឲ្យចេះឲ្យចុះបងប្អូនចាក់ដោតវាអត់ត្រូវអារម្មណ៍របស់កូនអាកូនដែលស្រឡាញ់ឪពុកម្ដាយវាមិនតែដែរចង់បានគេកពីម្ដាយអីចង់ឲ្យតែម្ដាយនឹងបានសុខបានចម្រើនវាទៅរកស៊ីអីផ្សេងដល់ពេលម្ដាយមិនយល់ពីចិត្តកូនណាកាត់ថ្លៃទឹកចិត្តរបស់កូនជាមួយតែនឹងលុយនឹងកាក់នឹងអញ្ចឹងហើយដល់ពេលវាមិនចំមកចំណុចកូនកូនវាពិបាករស់បងប្អូនពិបាករស់លោតែមិនស្រួលគាត់ទាញកូនគាត់មិនបានគាត់ទៅជេរទៅបចោគាត់ទៅវាយមនុស្សដែលកូននឹងរាប់អានទៅទៀតដើម្បីផ្ដាច់កូនគាត់នឹងពីគេនឹងមកគាត់មិនដឹងថាគាត់ទៅវាយគាត់ទៅជេរគាត់ទៅបចោហ្នឹងគាត់ចាក់គាត់ដោតគាត់ធ្វើឲ្យកូនគាត់ឈឺទេអានោះឲ្យគាត់ធំជាងកូនដូចម៉ែអូននិយាយមិញអញ្ចឹងកូនធំជាងម្ដាយក្នុងចិត្តម្ដាយគឺកូនជាអាយុជីវិតរបស់ម្ដាយហ្នឹងបុព្វការីជនហ្នឹងម្ដាយឪពុកអញ្ចឹងគឺអញ្ចឹងដល់ពេលម្ដាយឪពុកខ្លះគឺថាគាត់ធំតែបងក្នុងខ្លួនគាត់មិនដែលទៅខ្វល់គាត់ហ៊ានរហូតដល់គាត់កូនចូលនយោបាយគាត់កាត់កាលកូនគាត់ចោលបងប្អូនពិចារណាបន្តិចមើលសួរថាតើគាត់យកខ្លួនគាត់ជាធំឬក៏គាត់យកកូនគាត់ជាធំម្ដាយខ្ញុំបងប្អូនដូចម្ដាយអូននេះអញ្ចឹងគាត់ផ្ដល់អនុស្សាវរីយ៍ក្នុងដួងចិត្តរបស់ខ្ញុំតែខ្ញុំមិនដែលភ្លេចទេបងប្អូនខ្ញុំមិនដែលភ្លេចពីអ្នកម្ដាយរបស់ខ្ញុំទេដែលគាត់លះបង់គ្រប់បែបយ៉ាងទោះបីគាត់យល់ដោយមិនយល់ដោយគាត់ប្រាប់កូនគាត់ថាកុំឲ្យធ្វើអញ្ចឹងកុំឲ្យរស់ស៊ីអានឹងអីក៏ដោយតែកូនសម្រេចចិត្តថាត្រូវធ្វើឲ្យគាត់ជួយកូនរហូតអាទៅនឹងឲ្យតែគាត់ផ្ដល់អនុស្សាវរីយ៍ជ្រៅណាស់ក្នុងដួងចិត្តរបស់យើងគុណរបស់គាត់ក៏ធំធេងអនុស្សាវរីយ៍ក៏ធំធេងប៉ុន្តែចំពោះម្ដាយឪពុកខ្លះមិនដូចគ្នាទេណាបងប្អូនម្ដាយឪពុកខ្លះគឺគាត់យកខ្លួនគាត់ជាធំហ្មងកូនគឺតូចហ្មងគាត់ថាគាត់ស្រឡាញ់កូនប៉ុន្តែគាត់ធ្វើឲ្យកូនឈឺចាប់គាត់មិនដែលស្វែងយល់ពីកូនម្ដងផងហ្នឹងឧទាហរណ៍ថាកូននិយាយថាម៉ែខ្ញុំបានចំណេះដឹងពីពូវាសនាច្រើនណាស់ចំពោះទឹកចិត្តពូវាសនាចំពោះប្រជាប្រដ្ឋខ្មែរធ្វើឲ្យខ្ញុំញាប់ញ័រណាម៉ែអូហែងហ្នឹងរាល់ថ្ងៃហ្នឹងហែងស្រឡាញ់គេជាងអញហ៎បងប្អូនពិចារណាមើលមនុស្សដែលជាទីគោរពគុំសំបីតែម្ដាយឪពុកសំបីតែប្រពន្ធយើងក៏ដោយបើប្តីគោរពអ្នកនឹងបងប្អូនដោយពនាងពុំពីប្តីចង់คล้ายទៅជាព្រះសម្មាសម្ពុទ្ធដើម្បីប្រោសមនុស្សលោកពនាងពុំពីស្រឡាញ់ប្តីខ្លាំងណាស់បងប្អូនក្នុងសភៅខ្លះគេនិយាយថាពេលដែលដឹងថាព្រះសម្មាសម្ពុទ្ធដឹងបំណងប្តីដែលថាចេញទៅព្រៃដើម្បីទៅរកធម៌ទៅត្រាស់ដឹងធម៌ដើម្បីមកប្រោសមនុស្សលោកដើម្បីសម្រេចបំណងប្តីធ្វើដេកលក់បងប្អូនធ្វើដេកលក់ដែលខុសពីបំណងខ្លួនដែលស្រឡាញ់ប្តីមិនចង់ឲ្យទៅប្រពន្ធដែលល្អអញ្ចឹងដឹងថាប្តីគាត់ទៅហ្នឹងមានតែលះបង់ថែមទៀតឲ្យប្តីទៅលះបង់ថែមឲ្យប្តីទៅអាទៅនឹងហើយដែលវាផ្ដល់អនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅដល់ពេលប្រពន្ធខ្លះធ្វើឲ្យខ្លួនគ្មានតម្លៃរួចហើយចង់បានតម្លៃប្រើពាក្យថាម៉េចទេឥឡូវនយោបាយជាមួយនឹងខ្ញុំបងឯងជ្រើសរើសយកអ្នកណាឃើញទេគាត់វាយមនោសញ្ចេតនាគាត់ចាប់ផ្ដើមវាយតម្លៃរបស់គាត់ឲ្យចាប់ផ្ដើមចុះទៀតអូនណាបងដូចជាឡានអញ្ចឹងអូនណាជីវិតរបស់បងត្រូវការអូនត្រូវការណាស់ក្នុងជីវិតរបស់បងអូនដូចជាសាំងអញ្ចឹងបើបងគ្មានសាំងបងពិបាករស់បងអូនបងត្រូវមានជីវិតមានគ្រួសារមួយដែលកក់ក្ដៅអញ្ចឹងប៉ិនឲ្យបងនៅត្រឹមតែកក់ក្ដៅអូនគឺជាអ្វីទាំងអស់សម្រាប់ជីវិតរបស់បងអូនទាបងឲ្យនៅផ្ទះដើម្បីតែប្អូនណាបងធ្វើមិនបានទេអូនត្រូវស្វែងយល់អំពីអារម្មណ៍របស់ប្តីបើអូនយល់ថាបងខុសអូនពិចារណាលើអ្វីដែលបងនិយាយរួចហើយអូនប្រាប់ហេតុផលមួយមកតែបងខុសត្រង់ណាហេខ្ញុំមិនស្ដាប់ទេចាប់ដើមធ្វើតម្លៃឲ្យខ្លួនចុះឥឡូវនិយាយចេះឲ្យស្រួលស្ដាប់ខ្ញុំហើយនឹងនយោបាយបងឯងយកពីណានោះចាប់ដើមធ្វើ
ធ្វើឲ្យមនុស្សដែលមានអត្តមគតិមើលទៅឃើញប្រពន្ធជាថោកទៅអូនពីនឹងខុសគ្នាណាអូនពីនឹងខុសគ្នាអត់មានដូចគ្នាទេដូច1គីឡូម៉ែត្រហើយ1គីឡូក្រាមអញ្ចឹងវាស់មិនត្រូវគ្នាទេអូនកុំយកមកថាអាណាវែងជាងអាណាធំជាងអាណាអានឹងຂ្នាតខុសគ្នាណាអូនជាសាំងហើយបងត្រូវការចាក់ឡានដើម្បីទៅធ្វើដំណើរទៅរកគោលដៅបងទៅកំពង់សោមដល់ពេលអូននិយាយថាណែកំពង់សោមហើយសាំងហើយខ្ញុំអាណាសំខាន់ជាងអូនឯងសំខាន់ណាជាសាំងពីព្រោះបងចង់ទៅកំពង់សោមសាំងសំខាន់អូនចាក់ឡានឲ្យទៅដល់ពេលអូនឯងនិយាយថាឲ្យយកសាំងរួចហើយអត់ឲ្យបងទៅបងយកសាំងទៅអីអូនអញយល់អញដឹងអត់អញ្ចឹងហ្មងដល់ពេលយូរទៅប្តីលែងបាត់ទៅចឹងមកគេនិយាយថាមិនយល់សម្ព័ន្ធបានលែងបើធ្វើចរិតថោកចឹងគេមិនលែងវាមិនមែនមកពីរឿងមិនយល់សម្ព័ន្ធទេរឿងលែងប្តីលែងប្រពន្ធហ្នឹងណាទោះបីរឿងយល់សម្ព័ន្ធមិនយល់សម្ព័ន្ធតាំងពីអតីតកាលមកមនុស្សលែងតែមកកណោមានរឿងអីចម្លែកប៉ុន្តែរឿងមិនយល់សម្ព័ន្ធហ្នឹងដោយសាររឿងសម្ព័ន្ធវាល្អហើយស្រីហ្នឹងដែលថាស្រឡាញ់ប្តីប៉ុន្តែមិនស្វែងយល់អំពីប្តីទេយកខ្លួនឯងជាធំរួចហើយឲ្យប្តីហ្នឹងឲ្យតម្លៃខ្លួនអូនបងចេះតែមើលសោបអូនជាមនុស្សស្រីដែលអត់តម្លៃសោះអូនអត់មានស្វែងយល់ពីប្តីអូនអត់មានស្វែងយល់បើអូនបានស្វែងយល់ពីអ្វីដែលបងចង់ធ្វើរួចហើយណារួចហើយអូនឃើញថាខុសអូនប្រាប់បងមកណាអូនបងគោរពអូនហ្មងហើយបើស្រីខ្លាំងទៅទៀតទៅណាដើម្បីស្រោបទាញប្តីណាដែលថាគាត់កំពុងតែគិតខុសណាជួយប្តីឲ្យសម្រេចរឿងហ្នឹងបើណាជួយឲ្យវាលាក់ភ្លើងម្ដងទៅរួចហើយគាត់គង់តែដឹងទេវាមកវិញមនុស្សស្រីអញ្ចឹងគឺជាមនុស្សស្រីដែលមនុស្សប្រុសខ្វះអត់បានដល់ពេលមនុស្សស្រីដែលឲ្យតម្លៃទៅលើខ្លួនឯងមិនឲ្យតម្លៃទៅលើប្តីជាមនុស្សស្រីដែលមិនគួរខ្សែគប់ហ្មងណាមនុស្សស្រីដែលអញវាធំអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅសួរប្តីថាតើខ្ញុំជាមួយនឹងអាស្អីដែលប្តីជ្រើសរើសណាគ្រាន់បើជាងបងប្អូនពិចារណាមើលមនុស្សស្រីដែលជាមនុស្សស្រីមនុស្សប្រុសខ្វះមិនបានគឺជាមនុស្សស្រីដែលចូលរួមជាមួយនឹងប្តីដើម្បីសម្រេចវត្ថុបំណងរបស់ប្តីដើម្បីសម្រេចវត្ថុបំណងដោយស្មោះសរបងប្អូនត្រូវស្វែងយល់ពីអ្វីដែលប្តីចង់បានអ្វីដែលប្តីចង់ធ្វើខ្លះមិនចង់ទៅទៀតបើដឹងតែប្តីស្រឡាញ់ប្តីគោរពអ្នកហ្នឹងឲ្យតែឃើញមុខប្តីមកជេរអ្នកហ្នឹងដល់ពេលប្តីក៏សួរថាអូនឯងជេរខំវាសនាឬជេរបងអូនខ្ញុំជេរគាត់នឹងជេរខំវាសនាហ្នឹងជេរខំវាសនាមិនខំវាសនានៅផ្ទះហ្នឹងមិនលឺណាហើយយកបងប្រាប់ថាបងគោរពរាកហ្នឹងឯងជេរបងហ្នឹងឯងចាក់បងហ្នឹងឯងចាក់បងពេលឃើញមុខបងមកឯងចាក់បងឈុចដឹងតែបងឈឺអូនឯងស្រឡាញ់បងឯងចាក់បងអូនឯងពិចារណាមើលអូនឯងថាស្រឡាញ់បងហើយឯងធ្វើកន្លែងណាដែលបងឈឺឯងធ្វើហ្មងអូនឯងសមជាមនុស្សស្រីដែលមនុស្សប្រុសខ្វះមិនបានទេអូនធ្វើឲ្យតម្លៃរបស់ខ្លួនចុះហ្នឹងបើទោះបីជាការពីនៅក្មេងណានៅរៀនជាមួយគ្នាអូនមានគុណលើបងណាក៏គុណស្រ័យបងសងតាមរបៀបផ្សេងណាអូនចាក់អស់លេងមโนសញ្ចេតនាចាក់យូរអូនឲ្យតែចាក់របៀបហ្នឹងយូរបំផុតទៅអូនតម្លៃមโนសញ្ចេតនាអស់នៅសល់តែបំណុលដែលបងជាពាក់អូនហ្នឹងណាបើទោះបីឧទាហរណ៍ថាក្នុងជីវិតរបស់បងតាំងពីនៅរៀនបងសច្ចាជាមួយនឹងអូនថាបងមិនយកស្រីណាទៀតទេណាក៏បងមិនរស់នៅជាមួយអូនបានដែរបងលែងអូនហើយបងមិនយកស្រីផ្សេងទៀតទេក៏ប៉ុន្តែឲ្យបងនៅជាមួយអូនបងនៅមិនបានទេពីព្រោះអ្វីដែលបងសន្យាជាមួយអូនបងមានលក្ខខណ្ឌរបស់បងដែរគឺបងយល់ថាអូនគឺជាស្រីម្យ៉ាងលក្ខណៈរបៀបម៉េចនោះតែឥឡូវអូនដើរចាក់ពីកន្លែងនឹងហើយអូនមិនមែនចង់ធ្វើអីបានគ្រប់លក្ខខណ្ឌទាំងអស់រួចហើយឲ្យបងរក្សាពាក្យសន្យានៅពេលដែលអូនអត់រក្សាពាក្យសន្យាទេការងារអីក៏មានលក្ខខណ្ឌដែរបងប្អូនឧទាហរណ៍ថាក្មួយវាស្រឡាញ់ខ្ញុំរាល់ថ្ងៃអញ្ចឹងស្រឡាញ់វាបង្ហើអត់មានលក្ខខណ្ឌមិនអញ្ចឹងទេលក្ខខណ្ឌរបស់វាគឺពូវាសនានៅតែពូវាសនាហ្នឹងដល់ពេលថ្ងៃក្រោយពូវាសនាទៅជាអាឈួតណាមួយនឹងវាមិនលែងដឹងលែងមានគុណធម៌លែងមានអាណាទៅគ្រប់កើតលក្ខខណ្ឌវាប៉ុន្តែវាមិនបាននិយាយដែលបងនិយាយថាបងស្រឡាញ់អូនអស់មួយជីវិតហ្នឹងកាលនោះអូនមិនអញ្ចឹងទេណាអូនលក្ខខណ្ឌរបស់បងក្នុងចិត្តហ្នឹងណាវាអញ្ចឹងដល់ពេលឥឡូវអូនលែងខ្វល់ពីណាទាំងអស់អូនលែងខ្វល់សេចក្តីស្នេហាអូនលែងខ្វល់ពីបងអូនខ្វល់តែពីខ្លួនអូនដូច្នេះមនោសញ្ចេតនាដែលបងជាមួយនឹងអូនដែលបានកសាងឡើងអូនវាយវាខ្ទេចអស់ហើយវានៅសល់តែបំណុលដែលបងជាពាក់អូនទេបងលែងអូនរួចហើយអូនចាំពាក្យបងថាបងមិនរៀបការជាមួយនឹងស្រីណាទេតែឲ្យបងយកអូនវិញយកទេប៉ុន្តែដោយសារមនោសញ្ចេតនារបស់បងជាមួយនឹងអូនវាមិនតាន់អស់បងទុកឱកាសឲ្យអូន1ឆ្នាំឬ2ឆ្នាំដើម្បីឲ្យអូនគិតឃើញថ្ងៃណាមួយដែលអូនមើលឃើញថាអូនបានធ្វើហ្នឹង
វាបថោកតម្លៃខ្លួនឯងផងនិងបថោកតម្លៃប្តីផងអូនទៅរកបងវិញប៉ុន្តែរយៈពេលមានកំណត់ណាអូនពីព្រោះមโนសញ្ចេតនារបស់មនុស្សវាស្ងួតវារីងកាលណាបងអស់សេចក្តីស្រឡាញ់អូនសេចក្តីស្រឡាញ់មិនអាចកើតជាលើកទី2បានទេនៅពេលដែលសេចក្តីស្រឡាញ់នៅវាអាចដោះឡើងវិញប៉ុន្តែបើវាងាប់ហើយបងមិនអាចស្រឡាញ់មនុស្សម្នាក់2ដងបានទេអូនតែអស់គឺអស់ហើយអញ្ចឹងអូនដេកគិតមើលទៅបើសិនណាជាបងនៅជាមួយអូនយូរបងមានអារម្មណ៍ថាការលះបង់របស់បងគឺជាសពរស់មួយដែលបង្ហាញនូវភាពល្ងងខ្លៅពីព្រោះធ្វើការមួយដែលអត់មានតម្លៃអូនបងមិនអាចជាមនុស្សបែបនឹងបានទេបើបើបងនៅជាមួយអូនគឺបងមានអារម្មណ៍ថាបងថោកអូនមនុស្សស្រីបែបហ្នឹងហើយបងនៅតែជាមួយកើតទៀតប៉ុន្តែបងបែងចែកបានណាអូនមនុស្សសញ្ចេតនាដែលអូនវាយវាខ្ទេចអស់ហើយវានៅសល់គុណស្រ័យដូច្នេះកូនបងមើលបងបង់លុយឲ្យកូនបងថែរក្សាកូនបងបង់លុយឲ្យអូនពីព្រោះអូនមិនចេះរកស៊ីតែឲ្យបងយកអូនបងមិនយកទេអូនហើយបងបានសច្ចាហើយថាក្នុងជីវិតរបស់បងមិនរៀបការជាមួយអ្នកណាអូនចាំមើលបងទៅតើបងមានរៀបការជាមួយអ្នកណាអត់ពីព្រោះតម្លៃនៃសេចក្តីស្នេហានៅក្នុងចិត្តបងអត់ទាន់អស់ហើយពីព្រោះបងបាន build up សេចក្តីស្នេហាមួយនឹងក្នុងចិត្តរបស់បងថាបងមិនយកស្រីណាផ្សេងទៀតទេណាអូនប៉ុន្តែឲ្យបងរស់នៅជាមួយអូនបងមិនរស់នៅទេអូនពីព្រោះអីពីព្រោះវាតាក់ទងជាមួយនឹងការងារមួយដែលអត់តម្លៃបងធ្វើទៅបងមានអារម្មណ៍ថាបងឲ្យតម្លៃទៅលើរបស់ដែលវាអត់តម្លៃអូនហើយបើថ្ងៃណាមួយអូនឃើញបងចេញចូលកន្លែងស្រីខូចដែលបងទៅដេកនោះគ្រាន់តែជាអារម្មណ៍ផ្លូវភេទរបស់អូនបងទេមិនមែនជាស្នេហាដែលបងមានចំពោះគេឡើយអូនត្រូវយល់មនុស្សបងគឺអញ្ចឹងអូនចង់បានមនុស្សអញ្ចឹងមកជាប្តីអូនចង់ប្រើសេះបែបហ្នឹងអូនត្រូវស្គាល់ពីចរិតរបស់សេះណាអូនមិនអាចមិនសិក្សាអំពីចរិតរបស់សេះរួចហើយអូនអាចជិះសេះនឹងបានទេអូនត្រូវយល់ណាយើងជាមនុស្សយើងមិនមែនសត្វទេអូនហើយបើនិយាយស្ដាប់គ្នាមិនបានគិតតែពិសេសយកអានឹងតម្លៃរបស់ខ្លួនអស់ណាដល់ម៉ោងនៅម៉ោងហើយលើកម៉ោងលើ15ណាសូមអភ័យទោសខ្ញុំអត់មានអីមើលចាប់ម៉ោងហើយអូខេប៉ុណ្ណឹងណាចាំមើលថ្ងៃក្រោយចាំនិយាយទៀតសូមអភ័យទោសសូមលាចាំអូខេបានណា